សម្រាប់វិនជីរយៈពេល5ឆ្នាំដែលរស់នៅជាមួយសាងហឺជីងជីវិតរបស់នាងប្រៀបដូចជាกระดาษកាសែតសក់ខ្មៅមួយសន្លឹកដោយសារតែសាងហឺជីងជាមនុស្សម៉ឺងម៉ាត់និងមានវិន័យតឹងរឹងខ្លាំងបំផុតថែមទាំងស្អប់គ្រប់ទម្រង់នៃការផ្ញើសារទំនាក់ទំនងណាដែលមិនមែនជាអក្សររាល់ពេលដែលវិនជីផ្ញើរូបសញ្ញាអារម្មណ៍គាត់តែងប្រាប់ថាមើលមិនយល់ហើយពេលនាងផ្ញើរូប sticker សាងហឺជីងក៏តែងតែតបមកវិញថាជារឿងឥតន័យលុះដល់ពេលដែលវិនជីផ្ញើឯកសារពាក្យសច្ចាប្រធានអាពាហ៍ពិពាហ៍ទៅឲ្យគាត់ស្រាប់តែតបបរូបភាពចលនាកូនទន្សាយគួរឲ្យស្រឡាញ់មកវិញយ៉ាងភ្ញាក់ផ្អើលប៉ុន្តែអ្វីដែលហួសចិត្តនោះមិត្តជិតស្និទ្ធរបស់នាងឈ្មោះសៀឈីងឈីងមានឈ្មោះហៅក្រៅថាទន្សាយហើយរូប sticker នោះគឺជារូបផ្ទាល់ខ្លួនដែលសៀឈីងឈីងបានរចនាឡើងដោយផ្ទាល់តាមពិតទៅនៅជ្រុងម្ខាងដែលវិនជីមើលមិនឃើញគឺមានមនុស្សម្នាក់បានធ្វើឲ្យសាងហឺជីងផ្លាស់ប្ដូរភាពម៉ឺងម៉ាត់របស់ខ្លួនហើយប្រែមកជាចូលចិត្តភាពគួរឲ្យស្រឡាញ់យូរណាស់មកហើយវិនជីសម្លឹងមើលរូបកូនទន្សាយនោះទាំងអារម្មណ៍ឈឺចាប់រួចនាងក៏សម្រេចចិត្តចុចទូរស័ព្ទទៅកាន់ក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ភ្លាមៗក្នុងពេលដែលគាត់ផ្ដល់ភាពទន់ភ្លន់ផ្អែមល្ហែមទៅឲ្យអ្នកដទៃបាត់ទៅហើយដូច្នេះពិធីមង្គលការរបស់សាងហឺជីងក៏គួរតែទុកឲ្យអ្នកផ្សេងទៅចុះខាងបុគ្គលិករៀបចំការមានការភ្ញាក់ផ្អើលជាខ្លាំងដោយសួរបញ្ជាក់ថាតើវិនជីពិតជាចង់បដូររូបកូនក្រមុំនៅលើផ្ទាំងរូបភាពមង្គលការមែនឬយ៉ាងណាព្រោះនៅសល់តែ3ថ្ងៃទៀតប៉ុណ្ណោះពិធីមង្គលការនឹងត្រូវចាប់ផ្ដើមហើយប៉ុន្តែកូនក្រមុំបែរជាទាមទារសុំបដូរមនុស្សទៅវិញវិនជីក៏បានឆ្លើយបញ្ជាក់យ៉ាងដាច់អហង្ការហើយសន្យាថានឹងផ្ញើរូបថតកូនក្រមុំថ្មីទៅឲ្យលុះពេលបិទទូរស័ព្ទរួចគណនីរបស់សាងហឺជីងក៏បានផ្ញើសារចូលមកម្ដងទៀតលើកនេះគាត់បានបញ្ញាប់លុបរូប sticker នោះចោលវិញភ្លាមរួចផ្ញើសារជាអក្សរយ៉ាងម៉ឺងម៉ាត់ថាបានអានពាក្យសច្ចារួចរាល់ហើយនិងសរសើរថាសរសេរបានល្អវិនជីមិនបានតបសារទៅវិញទេហើយក៏សម្រេចចិត្តបិទទូរស័ព្ទចោលតែម្ដងនៅលើទៅនៅតែមានសៀវភៅកំណត់ហេតុរបស់សាងហឺជីងដែលបើកចំហចោលដែលក្នុងនោះគាត់បានកត់ត្រារាល់ចំណុចលម្អិតសម្រាប់ពិធីមង្គលការយ៉ាងផ្ចិតផ្ចង់តាំងពីម៉ោងក្រោកពីព្រលឹមដើម្បីផាត់មុខរហូតដល់បញ្ជីមុខម្ហូបដែលភ្ញៀវដំនៅពេលថ្ងៃត្រង់គាត់បានកត់ត្រាយ៉ាងលម្អិតអស់រហូតដល់ទៅជាង10ទំព័រឯណោះវិនជីបានបើកមើលម្ដងមួយទំព័រមួយពណ៌ដោយក្នុងចិត្តពោពេញទៅដោយអារម្មណ៍ឈឺចាប់និងជូរចត់រយៈពេល5ឆ្នាំមកនេះសាងហឺជីងជាបរិះគំរូមិនជក់បារីមិនសែបគ្រឿងស្រវឹងតែងតែក្រោកពីព្រលឹមធ្វើម្ហូបនិងជូននាងទៅមកកន្លែងធ្វើការជារៀងរាល់ថ្ងៃអ្នកណាឃើញក៏សរសើរថាវិនជីមានសំណាងដូចជាបានសាងកុសលពីជាតិមុនមកអញ្ចឹងប៉ុន្តែគ្មាននរណាម្នាក់ដឹងទេថាសាងហឺជីងជាមនុស្សបុរាណម៉ឺងម៉ាត់ហើយមិនដែលចេះនិយាយពាក្យផ្អែមល្ហែមដាក់នាងសូម្បីតែមួយម៉ាត់វិនជីធ្លាប់បានត្អូញត្អែជាច្រើនដងថាការនៅជាមួយគាត់មិនដូចជាគូស្នេហ៍នោះទេតែវាប្រៀបដូចជាកំពុងអង្គុយរៀននៅក្នុងថ្នាក់រៀនដ៏តឹងតែងទៅវិញកាណូស៊ីឈីងឈីងតែងតែលួងលោមនាងថាមនុស្សប្រុសបែបនេះគឺល្អមិនចេះខិលខូចផ្ដេសផ្ដាស់ពេលនេះទើបដឹងថាសៀឈីងឈីងនិយាយមិនខុសឡើយព្រោះសាងហឺជីងពិតជាល្អខ្លាំងណាស់ល្អរហូតដល់ព្រមបំបីច្បាប់ទម្លាប់របស់ខ្លួនឯងដើម្បីនាងដោយរៀនផ្ញើរូប sticker តុក្កតាថែមទៀតស្របពេលកំពុងបើកមើលសៀវភៅវិនជីក៏បានប្រទះឃើញទំព័រមួយដែលមានបទជ្រុងសម្គាល់ទុកក្នុងនោះគាត់បានកត់ត្រារំលឹកកុំឲ្យសៀឈីងឈីងញ៉ាំរបស់ត្រជាក់និងគ្រឿងសមុទ្រនៅថ្ងៃមករដូវទី24ព្រមទាំងបានកត់ចំណាំប្រភេទសម្លេងអនាម័យសាច់កប្បាសទុនយ៉ាងច្បាស់លាស់នៅក្បែរអក្សរទាំងនោះថែមទាំងមានគំនូររូបមុខញញឹមបែបគួរឲ្យស្រឡាញ់មួយទៀតផងវិនជីសម្លឹងមើលអក្សរទាំងនោះទាំងស្រឡាំងកាំងទើបដឹងការពិតជាក់ច្បាស់តាមពិតទៅសាងហឺជីងចេះរើសនិងទិញសម្លេងអនាម័យឲ្យមនុស្សស្រីសោះនឹកឃើញកាលពីរដូវរងាឆ្នាំមុនពេលកណ្ដាលអត្រាទឹកដាច់ភ្លើងងងឹតស្លុបហើយឈាមរដូវរបស់វិនជីស្រាប់តែមកមុនការកំណត់នាងបានទាញជាយាយអាសាងហឺជីងដើម្បីអង្វរឲ្យគាត់ជួយចេញទៅទិញសម្លេងអនាម័យឲ្យនាងប៉ុន្តែពេលនោះសាងហឺជីងបែរជាបដិសេធថាគាត់មិនចេះរើសនិងមិនដឹងថាម៉ាក់ណាត្រូវនឹងនាងឡើយថែមទាំងប្រាប់ឲ្យនាងប្រើទូរស័ព្ទកំងសេវាដឹកជញ្ជូនរហ័សដោយខ្លួនឯងទៀតផងនៅពាក់កណ្ដាលអត្រាគ្មានអ្នកដឹកជញ្ជូនណាម្នាក់ទទួលការកំងនោះទេធ្វើឲ្យវិនជីត្រូវទ្រាំឈឺពោះខំមាត់សង្កត់ចិត្តពាក់អាវរងាដើរកាត់ភាពងងឹតអស់20នាទីទម្រាំតែទៅដល់ហាងលក់ទំនិញងាយស្រួលដើម្បីទិញដោយខ្លួនឯងគ្រានោះវិនជីបានត្រឹមតែលួងលោមចិត្តខ្លួនឯងថាមិនបន្ទោសគាត់ឡើយព្រោះគិតថាគាត់ជាមនុស្សប្រុសត្រង់ម៉ឺងម៉ាត់ទើបមិនសូវយល់ដឹងពីរឿងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនរបស់ស្រីមកដល់ពេលនេះទើបនាងដឹងច្បាស់ថាគាត់មិនមែនមិនដឹងទេគឺគ្រាន់តែមិនចង់ដឹងដើម្បីរូបនាងប៉ុណ្ណោះព្រោះចំពោះសៀឈីងឈីងគាត់ចាំទាំងម៉ូតទាំងម៉ាក់យ៉ាងច្បាស់លាស់ឥតខ្ចោះអត់អារម្មណ៍ឈឺចាប់និងហួសចិត្តជាខ្លាំងបានចាក់ស្រេះពេញបេះដូងធ្វើឲ្យវិនជីមានអារម្មណ៍ថារយៈពេល5ឆ្នាំកន្លងមកខ្លួនឯងប្រៀបដូចជាមនុស្សល្ងងម្នាក់ដោយមិនដែលដឹងសោះថាអ្នកទាំងពីរមានទំនាក់ទំនងលួចលាក់នឹងគ្នាពីក្រោយខ្នងហើយក៏មិនដឹងថាពួកគេទាំងពីរចាប់ផ្ដើមមានចិត្តលើគ្នាតាំងពីពេលណាឡើយនាងនៅតែល្ងងខ្លៅចាត់ទុកសៀឈីងឈីងជាមិត្តសម្លាញ់ដ៏ល្អបំផុតថែមទាំងតែងតែចែករំលែករាល់រឿងរ៉ាវក្នុងចិត្តនិងរឿងស្នេហាឲ្យនាងស្ដាប់គ្រប់បែបយ៉ាងវិនជាដកដង្ហើមធំមួយយ៉ាងវែងរួចទុកសៀវភៅនោះនៅកន្លែងដើមវិញហើយនាងក៏ទាញយករ៉ូបអាពាហ៍ពិពាហ៍រួចបើកឡានសម្ដៅទៅកាន់ហាងរៀបការភ្លាមក្នុងពេលដែលកូនក្រមុំត្រូវបដូរមនុស្សទៅហើយនោះដូច្នេះរ៉ូបអាពាហ៍ពិពាហ៍នេះក៏គ្មានតម្លៃអ្វីដែលត្រូវរក្សាទុកទៀតដែរពេលទៅដល់នារីបុគ្គលិកទទួលភ្ញៀវបានចេញមកស្វាគមន៍វិនជាយ៉ាងរួសរាយព្រមទាំងពោលសរសើរថានាងពិតជាមានសំណាងខ្លាំងណាស់ដែលមានគូដណ្ដឹងចេះយកចិត្តទុកដាក់និងស្រឡាញ់នាងខ្លាំងបែបនេះសូម្បីតែរ៉ូបរបស់អ្នកកំដរស្រីក៏គាត់មកជួយជ្រើសរើសដោយផ្ទាល់ដៃដែរវិនជីស្រឡាំងកាំងមួយផ្លែតទើបឃើញសៀឈីងឈីងកំពុងសាក់រ៉ូបពណ៌សយ៉ាងស្រស់ស្អាតប្រណិតហើយកំពុងឈរញញឹមឆ្លោះកញ្ចក់មើលខ្លួនឯងចុះឡើងយ៉ាងរីករាយរ៉ូបនោះមានដាំត្បូងភ្លឺចែងចាំងនិងមានក្បូរក្បាច់ប៉ាក់យ៉ាងផ្ចិតផ្ចង់ដែលជាម៉ាកយីហោដែលវិនជីស្រឡាញ់និងពេញចិត្តបំផុត
មិនតែការពីថ្ងៃដែលមកជ្រើសរើសរកការជាមួយគ្នាសាំងហឺជីងបែរជារិះគន់ថារ៉ូបម៉ាក់នេះល្អមើលតែសម្បកក្រៅគ្មានប្រយោជន៍អ្វីឡើយហើយបានបង្ខំឲ្យនាងបដូរទៅយករ៉ូបម៉ូដផ្សេងវិញក្រោមការបញ្ចុះបញ្ចូលរបស់គាត់វិនជីបានបង្ខំចិត្តយករ៉ូបការសាមញ្ញមួយជាន់ដែលមានតម្លៃត្រឹមតែ 3,800 យួនប៉ុណ្ណោះរីឯរ៉ូបដែលសៀឈីងឈីងកំពុងពាក់គឺជាម៉ូដប្រណិតប្រចាំហាងដែលមានតម្លៃរហូតដល់ទៅ 12,000 យួនឯណោះពេលសាំងហឺជីងក៏លេចឃើញវិនជីតាមកញ្ចក់គាត់ស្រាប់តែភាំងស្មារតីមួយរំពេចហើយបញ្ញាប់ងាកក្រោយមកមើលនាងទាំងតក់ក្រហល់គាត់ក៏បានបន្លឺឲ្យឈ្មោះវិនជីទាំងស្លន់ស្លោស្រមោលនៃភាពទន់ភ្លន់ក្នុងកែវភ្នែករបស់គាត់មិនទាន់រសាត់បាត់អស់ផងក៏ប្រែទៅជាទឹកមុខភ័យស្លន់ស្លោដែលមើលទៅពុតត្បុតជាទីបំផុតពេលសៀឈីងឈីងងាកមកឃើញវិនជីស្នាមញញឹមរបស់នាងក៏រឹងស្តុកភ្លាមរួចនាងក៏ប្រញាប់លើកជាយរ៉ូបរត់ចូលមករកវិនជីទាំងអស់អន់ចិត្តសៀឈីងឈីងបានធ្វើពុតជាសួរនាំនិងដោះសារថានាងគ្រាន់តែមកជួយសាកល្បងម៉ូដរ៉ូបឲ្យវិនជីប៉ុណ្ណោះថែមទាំងប្រាប់ថាសាំងហឺជីងដឹងថានាងចូលចិត្តម៉ាក់នេះទើបចង់បង្កើតការភ្ញាក់ផ្អើលដល់នាងទើបគាត់បានហៅនាងឲ្យមកជួយសាកល្បងមើលថាតើរ៉ូបនេះពាក់ស្រួលខ្លួនឬអត់ឃើញទឹកមុខធ្វើពុតជាគ្មានរឿងអ្វីរបស់មិត្តក្បត់វិនជីក៏ញញឹមចំអករួចសួរបញ្ចាយត្រឡប់ទៅវិញពីលទ្ធផលនៃការសាកល្បងរ៉ូបនោះសាំងហឺជីងក៏បញ្ញាប់ឆ្លើយកាត់ថារ៉ូបនេះល្អមើលតែសម្បកក្រៅឯសាច់ក្រណាត់គឺអន់ខ្លាំងណាស់ចំណែកសៀឈីងឈីងក៏បានបន្តតាមថារ៉ូបដែលសាំងហឺជីងរើឲ្យវិនជីទៅស័ក្តិសមជាងឃើញពួកគេទាំងពីរសម្ដែងស៊ីចង្វាក់គ្នាយ៉ាងស័ក្តិសមដោយខំប្រឹងអួតសរសើររ៉ូបបាក់តម្លៃថោក 3,800 នោះឲ្យល្អឥតខ្ចោះដូចជារបស់កម្រគ្មានពីរនៅលើលោកវិនជីសម្លឹងមើលប្រុសស្រីមួយគូនេះដោយកសែភ្នែកត្រជាក់ស្រអាប់ទើបនាងយល់ច្បាស់ពីមូលហេតុដែលពួកគេទាំងពីរអាចត្រូវរើគ្នាបានយ៉ាងល្អពីព្រោះពួកគេសុទ្ធតែជាមនុស្សពុតត្បុតនិងអាត្មានិយមដូចគ្នាបេះបិទពេលពួកគេនិយាយការពារខ្លួនអស់ពាក្យក៏នៅស្ងៀមហើយងាកមកមើលវិនជីព្រមគ្នាដូចជាកំពុងរងចាំឲ្យនាងយល់ព្រមតាមការរៀបចំរបស់ពួកគេដោយងាយតែវិនជីបានគិតក្នុងចិត្តថាបើសម្លៀកបំពាក់មិនស្រួលខ្លួនក៏មិនយកហើយមនុស្សមិនល្អក៏មិនត្រូវការដែរនាងក៏បានបន្លឺឡើងយ៉ាងដាច់អហង្ការថានាងមិនត្រូវការរ៉ូបនោះទៀតឡើយសៀឈីងឈីងស្រឡាំងកាំងបន្តិចរួចសម្លឹងមើលរ៉ូបយ៉ាងស្រស់ស្អាតលើខ្លួនហើយងាកទៅសម្លឹងមើលសាំងហឺជីងដោយកសែភ្នែកអង្វរកនាងក៏បានសួរវិនជីទាំងធ្វើពុតជាព្រួយបារម្ភថាតើនាងកំពុងតែខឹងមែនទេហើយធ្វើជាលួងលោមថានាងសុខចិត្តមិនពាក់រ៉ូបនេះទេបើវិនជីមិនពេញចិត្តភ្លាមនោះសាំងហឺជីងបានបោះចំហៀនយ៉ាងលឿនទៅចាប់កដៃសៀឈីងឈីងជាប់ព្រមទាំងហាមមិនឲ្យនាងដោះដូរចេញឡើយដោយអះអាងថារ៉ូបនោះស្អាតខ្លាំងណាស់លុះពេលងាកមកប៉ះនឹងកសែភ្នែកដ៏ត្រជាក់របស់វិនជីសាំងហឺជីងក៏បញ្ញាប់ដោះសារថាគាត់ចង់សម្ដៅលើរ៉ូបអ្នកកំដរមិនសំខាន់នោះទេឃើញទង្វើប្រឹងរកលេសដោះសាររបស់គេវិនជីមានអារម្មណ៍ខ្ពើមរអាមជាខ្លាំងរួចនាងបានបញ្ជាក់យ៉ាងដាច់អហង្ការថានាងបោះបង់ចោលទាំងអស់ទាំងរ៉ូបការនិងទាំងរូបគេនិយាយចប់ភ្លាមវិនជីក៏បានហៅបុគ្គលិកបម្រើការមកដល់មុខពួកគេទាំងពីរដើម្បីទាមទារសងរ៉ូបអាពាហ៍ពិពាហ៍នោះត្រឡប់ទៅវិញជាសំណាងល្អដែលការនោះសាំងហឺជីងរើសយករ៉ូបស្រេចមិនមែនជាការកាត់តាមទើបគ្រាន់តែកាត់ថ្លៃខូចខាតបន្តិចបន្តួចក៏អាចដកប្រាក់មកវិញបានភ្លាមសាំងហឺជីងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថានាងហ៊ានធ្វើបែបនេះឡើយគាត់បានស្រែកសួរនាំវិនជីទាំងខឹងសម្បាថាមង្គលការចិត្តមកដល់ហើយហេតុអ្វីមកសងរ៉ូបការចោលបែបនេះថែមទាំងបន្ទោសនាងថាតូចចិត្តតែរឿងគាត់នាំសៀឈីងឈីងមកក្រៅដោយមិនបានប្រាប់គាត់នៅតែទទូចដោះសារថានេះគឺជាការរៀបចំដើម្បីផ្ដល់ការភ្ញាក់ផ្អើលដល់នាងប៉ុណ្ណោះសាំងហឺជីងបានបន្ទោសនាងថារឹងរូសនិងសួរថាតើថ្ងៃមង្គលការនឹងត្រូវដោះស្រាយយ៉ាងណាវិនជីងើបមុខសម្លឹងមើលទឹកមុខដែលគិតថាខ្លួនឯងត្រឹមត្រូវរបស់គាត់ទាំងខ្ពើមរអាក់រួចនាងបានសម្លឹងចំកែវភ្នែករបស់សាំងហឺជីងនិងលើកដៃឡើងបង្ហាញពីការមិនខ្វល់ព្រមទាំងប្រាប់ទៅគាត់វិញយ៉ាងខ្លីថាចាំដល់ថ្ងៃការគង់តែដឹងចម្លើយមិនខាននិយាយចប់ភ្លាមវិនជីក៏បានបែរខ្នងដើរចេញទៅក្រៅទ្វារយ៉ាងដាច់អហង្ការខណៈពេលដែលសៀឈីងឈីងបានរត់ស្រែកដេញតាមពីក្រោយសៀឈីងឈីងបានស្រែកហៅវិនជីនិងធ្វើពុតជាអង្វរថានាងឈប់ពាក់រ៉ូបអ្នកកំដរនេះហើយប៉ុន្តែសាំងហឺជីងបានខាត់សៀឈីងឈីងនិងប្រាប់ថាមិនបាច់ខ្វល់ពីវិនជីឡើយដោយគាត់គិតថាចិត្តដល់ថ្ងៃការបើនាងគ្មានរ៉ូបពាក់ចាំមើលថានាងត្រូវដោះស្រាយយ៉ាងណាថែមទាំងបានព្រមានសៀឈីងឈីងមិនឲ្យឡើងធ្វើជាកូនក្រមុំជំនួសវិនជីដាច់ខាត់តាមពិតទៅពាក្យទាំងនោះប្រហែលជាបំណងពិតប្រាកដក្នុងចិត្តរបស់សាំងហឺជីងទៅវិញទេជាមួយនឹងបេះដូងដ៏ឈឺចាប់វិនជីបានត្រឡប់មកដល់ផ្ទះវិញហើយចាប់ផ្ដើមប្រមូលរៀបចំអីវ៉ាន់របស់សាំងហឺជីងវិញខ្ចប់ទាំងអស់ពេលរៀបចំទើបនាងដឹងថាលើខ្លួនរបស់គាត់សុទ្ធតែជាស្រមោលរបស់សៀឈីងឈីងទាំងអស់តាំងពីក្រវ៉ាត់ក៏ពណ៌ខៀវស្រស់ដែលជាពណ៌សំណប់ចិត្តរបស់សៀឈីងឈីងនាឡិកាដៃម៉ូដដូចគ្នានឹងតារាសំណប់ចិត្តរបស់សៀឈីងឈីងសូម្បីតែស្បែកជើងពាក់ក្នុងផ្ទះក៏ជារូបតុក្កតាដែលសៀឈីងឈីងបោះកងបាននៅផ្សាររាត្រីដែររបស់របរទាំងអស់នោះត្រូវបានវិនជីចាប់បោះចូលទៅក្នុងកេសកដាស់ទាំងអស់ខណៈពេលដែលរៀបចំបានពាក់កណ្ដាលសាំងហឺជីងក៏បានដើរចូលមកដល់ក្នុងផ្ទះមិនដឹងថាគាត់នឹងសៀឈីងឈីងបានទៅដើរលេងដល់ណាខ្លះនោះទេទើបធ្វើឲ្យកំហឹងកាលពីថ្ងៃរសាត់បាត់អស់ខ្លាយជាទឹកមុខរីករាយស្រស់ស្រាយបែបនេះប៉ុន្តែពេលកលេចឃើញកេសកដាស់នៅលើឥដ្ឋគាត់ក៏ភ្ញាក់ផ្អើលជាខ្លាំងគាត់បានសួរនាំវិនជីទាំងងឿងឆ្ងល់ពីរឿងរៀបចំអីវ៉ាន់ទាំងនោះវិនជីបានប្រាប់ឲ្យគាត់រើចេញនៅថ្ងៃស្អែកធ្វើឲ្យទឹកមុខរបស់សាំងហឺជីងស្រពោនភ្លាមសាំងហឺជីងបានសួរទាំងស្លន់ស្លោថាតើឲ្យគាត់រើទៅផ្ទះថ្មីសម្រាប់រៀបការមែនទេព្រមទាំងរំលឹកពីរឿងព្រមព្រៀងទុកផ្ទះថ្មីដែលទំនេរនោះឲ្យសៀឈីងឈីងស្នាក់នៅបណ្ដោះអាសន្នមួយរយៈសិនគាត់បានបន្ទោសវិនជីថាដោយសារតែរឿងកាលពីថ្ងៃទើបចង់ដេញសៀឈីងឈីងចេញថែមទាំងរំលឹកថាសៀឈីងឈីងគឺជាមិត្តសម្លាញ់ដ៏ល្អបំផុតរបស់នាងកាលពីសៀឈីងឈីងត្រឡប់មកពីស្រុកក្រៅវិញ
នាងតែងតែរអ៊ូថាគ្មានផ្ទះស្នាក់គឺវិនជីខ្លួនឯងដែលខិតខំបង្វកសាងហឺជីងយ៉ាងខ្លាំងដើម្បីឲ្យសៀឈីងឈីងបានខ្ចីផ្ទះថ្មីដែលគាត់បានបង់ប្រាក់កក់ស្នាក់នៅពី3ថ្ងៃដើម្បីឲ្យគាត់យល់ព្រមវិនជីត្រូវខិតខំក្រោកពីព្រលឹមធ្វើអាហារពេលព្រឹកជូនគាត់រៀបចំកន្លែងគេងនិងខំគប់ចិត្តសាងហឺជីងគ្រប់បែបយ៉ាងពេលនោះចិត្តរបស់គាត់ក៏ចាប់ផ្ដើមទន់បន្តិចម្ដងរហូតព្រមឲ្យសៀឈីងឈីងចូលទៅស្នាក់នៅបណ្ដោះអាសន្នប៉ុន្តែគាត់បានព្រមានបញ្ជាក់ម្ដងហើយម្ដងទៀតថាឲ្យតែសៀឈីងឈីងរកផ្ទះបានត្រូវតែប្រញាប់រើចេញភ្លាមដោយគាត់បានអះអាងថាផ្ទះថ្មីសម្រាប់រៀបការមិនគួរឲ្យអ្នកក្រៅមករស់នៅឡើយគ្រានោះវិនជីបានយល់ព្រមតាមគាត់គ្រប់ម៉ាត់ថែមទាំងបានជួយសៀឈីងឈីងដើររកផ្ទះជួលគ្រប់ច្រកល្ហកទៀតផងប៉ុន្តែទោះបីជារកផ្ទះល្អយ៉ាងណាក៏សៀឈីងឈីងតែងតែរករឿងបដិសេធថាមិនត្រូវចិត្តជានិច្ចហើយក្រោយមកសាងហឺជីងក៏លែងដែរនិយាយរឿងដេញនាងឲ្យរើចេញទៀតដែរគិតមកដល់ពេលនេះទើបដឹងថានោះជាលើកទី1ហើយដែលគាត់បង្កើតករណីលើកលែងសម្រាប់សៀឈីងឈីងវិនជីក៏បានតបទៅវិញយ៉ាងស្រាលៗថានាងឲ្យតែគាត់រើទៅនៅទេមិនបានដេញសៀឈីងឈីងឡើយនាងមានចេតនានិយាយឌឺដងបែបនេះរួចសម្លឹងមើលចំកៅភ្នែករបស់សាងហឺជីងដើម្បីចង់ដឹងថាតើគាត់មានអារម្មណ៍ដឹងខុសនៅក្នុងចិត្តខ្លះដែរឬទេសាងហឺជីងស្រឡាំងកាំងកាំងស្មារតីមួយសន្ទុះធំរួចគាត់ក៏ធ្វើជាសើចសប្បាយចិត្តដោយនិយាយថាផ្ទះនោះមានបន្ទប់ច្រើនឲ្យនាងស្នាក់នៅក៏មិនអីដែរថែមទាំងសរសើរថាទំនាក់ទំនងរវាងវិនជីនិងសៀឈីងឈីងល្អបែបនេះមិនអាចដេញនាងចេញដោយសារតែរឿងយល់ច្រឡំបន្តិចបន្តួចកាលពីថ្ងៃនោះឡើយគាត់បានរៀបរាប់ទៀតថាកាលពីថ្ងៃសៀឈីងឈីងមានអារម្មណ៍ដឹងខុសនិងពិបាកចិត្តយ៉ាងខ្លាំងថែមទាំងប្រាប់ថាបើនាងមិនសប្បាយចិត្តទេនាងសុខចិត្តមិនធ្វើជាអ្នកកំដរស្រីទៀតឡើយហើយគាត់ត្រូវចំណាយពេលលួងលោមសៀឈីងឈីងយ៉ាងយូរទើបអាចខាត់នាងបានសាងហឺជីងនិយាយរៀបរាប់មិនឈប់តែចិត្តរបស់វិនជីប្រៀបដូចជាធ្លាក់ចូលទៅក្នុងបាតបឹងតកកដោយបេះដូងរបស់នាងចាប់ផ្ដើមចុះត្រជាក់ស្រេងបន្តិចម្ដងបន្តិចតាំងពីរស់នៅជាមួយគ្នាគាត់មិនដែលនិយាយពាក្យច្រើនយ៉ាងនេះដាក់នាងម្ដងណាឡើយរាល់ពេលដែលនាងសួរអ្វីមួយគាត់តែងឆ្លើយយ៉ាងខ្លីៗឲ្យតែរួចពីមាត់ប៉ុណ្ណោះហាក់ដូចជាគ្មានពាក្យអ្វីផ្សេងអាចនិយាយជាមួយនាងបានទៀតឡើយគាត់ថែមទាំងនិយាយទៀតថាសៀឈីងឈីងធ្លាប់គិតចង់រើចេញក្រោយពេលពួកគេរៀបការរួចតែពេលនេះគឺល្អហើយមិនបាច់ពិបាករើចេញទៅណាទៀតឡើយសាងហឺជីងបានបញ្ញាប់ដកទូរស័ព្ទមកផ្ញើសារប្រាប់សៀឈីងឈីងថានាងមិនខឹងទេហើយថែមទាំងយល់ព្រមឲ្យស្នាក់នៅជាមួយគ្នាទៀតផងពេលអេក្រង់ទូរស័ព្ទភ្លឺឡើងវិនជីក៏បានឃើញឈ្មោះទំនាក់ទំនងនោះដាក់យ៉ាងផ្អែមល្ហែមថាទន្សាយ2ម៉ាត់ខណៈដែលឈ្មោះសម្គាល់ដែលគាត់ដាក់ឲ្យវិនជីបែរជាដាក់ឈ្មោះពេញទាំងត្រកូលនិងឈ្មោះយ៉ាងចម្លែកទៅវិញក្រោយផ្ញើសាររួចសាងហឺជីងមានអារម្មណ៍រីករាយជាខ្លាំងហើយក៏ចូលទៅអោបវិនជីបំរុងដើរចូលបន្ទប់គេងធ្វើឲ្យវិនជីព្រឺសម្បល់ពេញខ្លួនហើយក៏ប្រាប់ឲ្យគាត់ទៅគេងនៅបន្ទប់តូចវិញភ្លាមការបដិសេធនេះធ្វើឲ្យសាងហឺជីងខកចិត្តរីឯស្នាមញញឹមនៅលើផ្ទៃមុខរបស់គាត់ក៏ស្រពោនបាត់ភ្លាមគាត់ក៏បានដេញដោលសួរនាំវិនជីទាំងមូម៉ៅថាតើមានរឿងអ្វីកើតឡើងទៀតហើយគាត់ដកដង្ហើមធំរួចចាប់ផ្ដើមនិយាយស្ដីព្រានបដៅនាងដោយសពមួយដងសាងហឺជីងបានបន្ទោសវិនជីថាមង្គលការចិត្តមកដល់ហើយគួរតែចេះចាស់ទុំកុំចេះតែរករឿងផ្ដេសផ្ដាសថែមទាំងលើកសរសើរសៀឈីងឈីងថានាងជាមនុស្សស្រីដែលមានចិត្តទូលាយគួរឲ្យស្រឡាញ់គាត់បានរិះគន់វិនជីថាបើនាងនៅតែប្រកែរករឿងនិងមានចរិតរអ៊ូរទាំរាល់ថ្ងៃបែបនេះគឺមានតែរូបគាត់ម្នាក់គត់ដែលអាចអត់ទ្រាំនឹងចរិតរបស់នាងបានវិនជីទ្រាំស្ដាប់ពាក្យទាំងនោះលែងបានក៏ដើរចូលបន្ទប់រួចទាញទ្វារបិទក្តាំងមួយរំពេចមួយសន្ទុះក្រោយមកទូរស័ព្ទរបស់នាងក៏លោតសារពីក្រុមហ៊ុនរៀបចំពិធីមង្គលការខាងបុគ្គលិកបានផ្ញើសារមកប្រាប់ថារូបភាពផ្ទាំងប៉ាណូមង្គលការដែលនាងកំងត្រូវបានកែសម្រួលរួចរាល់ហើយនៅលើរូបភាពនោះមុខរបស់វិនជីត្រូវបានកាត់តបបដូរទៅជាមុខរបស់សៀឈីងឈីងទាំងស្រុងលុះព្រឹកឡើងវិនជីក៏បានកាន់ទូរស័ព្ទដែលមានរូបថតនោះធ្វើដំណើរត្រឡប់ទៅផ្ទះឪពុកម្ដាយរបស់នាងវិញក្នុងពេលដែលកូនកំមុំពិតប្រាកដលែងជារូបនាងទៅហើយនោះឪពុកម្ដាយរបស់នាងក៏គ្មានភាពចាំបាច់ក្នុងការរៀបចំថ្លៃបណ្ណាការអ្វីទៀតដែរគ្រាន់តែដើរទៅដល់មុខផ្ទះវិនជីក៏ស្រាប់តែឃើញឡានដឹកទំនិញរបស់ក្រុមហ៊ុនរើផ្ទះចតនៅទីនោះហើយក្រុមកម្មករជាច្រើនអ្នកកំពុងតែលើកសាឡុងឈើក្រហមនៅក្នុងផ្ទះរបស់ឪពុកម្ដាយនាងដាក់លើឡានវិនជីមានការភិតភ័យក្នុងចិត្តជាខ្លាំងក៏ប្រញាប់រត់ឡើងលើផ្ទះរួចរុញទ្វារចូលទៅក៏ឃើញរបស់របរនៅក្នុងផ្ទះត្រូវបានរៀបចំទុកដាក់ទទេស្អាតស្ទើរតែពាក់កណ្ដាលទៅហើយឪពុករបស់នាងក៏បានប្រាប់ដោយរីករាយថាសាងហឺជីងបានបបួលគាត់ឲ្យដាក់ទុនចូលហ៊ុនបើកហាងដើម្បីទទួលបានប្រាក់ចំណេញរាល់ខែទុកជាការធានារ៉ាប់រងសម្រាប់ជីវិតចាស់ជរារបស់ឪពុកម្ដាយទៅថ្ងៃអនាគតវិនជីក៏បានសួរនាំឪពុករបស់នាងថាតើជាហាងអ្វីពិតប្រាកដឪពុករបស់នាងក៏បានប្រាប់ថាជាហាងលំដាប់ខ្ពស់មួយដែលមានឈ្មោះតាក់ទងនឹងប្រូវង់ពេលឮភ្លាមក្បាលរបស់វិនជីស្រាប់តែវិលវល់ព្រោះដឹងច្បាស់ថាជាហាងផ្កាស្រស់ប្រូវង់នឹកឃើញកាលពីកន្លះខែមុនវិនជីបានទៅញ៉ាំអាហារជាមួយសាងហឺជីងនិងសៀឈីងឈីងនៅលើតុបាយសៀឈីងឈីងបានរៀបរាប់ថានាងចង់បើកហាងផ្កាស្រស់លំដាប់ខ្ពស់មួយដែលនាំចូលនិងលក់តែប្រភេទផ្កាប្រណិតមកពីប្រូវង់តែប៉ុណ្ណោះកាលនោះវិនជីបានយល់ឃើញថានៅតំបន់តូចបែបនេះប្រហែលជាគ្មាននរណាចំណាយប្រាក់ទិញផ្កាថ្លៃៗនោះឡើយប៉ុន្តែសៀឈីងឈីងបែរជាបញ្ជាយថាសាងហឺជីងប្រកាសជាមានដំណោះស្រាយជាក់ជាមិនខានហើយសាងហឺជីងក៏បានធានារ៉ាប់រងដោយស្នាមញញឹមថាទុកឲ្យគាត់ជាអ្នករៀបចំចាត់ចែងចោះគ្រានោះវិនជីមិនបានចាប់អារម្មណ៍ឡើយដោយស្មានថាគាត់គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះមិននឹកស្មានសោះថាគាត់ពិតជាមានបំណងបើកហាងផ្កានោះឲ្យសៀឈីងឈីងមែនតែនពិតទៅតាំងពីពេលនោះមកគាត់បានរៀបចំផែនការគិតគូរបោកយកប្រាក់សូម្បីតែពីឪពុកម្ដាយរបស់នាងថែមទៀតឪពុករបស់នាងនៅតែបន្តសរសើរសាងហឺជីងថាមើលទៅមិនសូវចេះនិយាយស្ដីតែពិតជាដឹងគុណនិងកតញ្ញូខ្លាំងណាស់សូម្បីតែជីវភាពរបស់ឪពុកម្ដាយក្មេកក៏គាត់ចេះគិតគូរទុកជាមុនឲ្យដែរវិនជីខំមាត់សង្កត់ចិត្តទប់ទឹកភ្នែកនៃការឈឺចាប់រួចដកដង្ហើមធំដើម្បីគ្រប់គ្រងអារម្មណ៍នាងក៏បានប្រាប់ទៅឪពុកម្ដាយថាវត្តមានរបស់នាងនៅទីនេះគឺដើម្បីដោះស្រាយរឿងនេះឯង
ដោយសារតែសាងហឺជីងជាមនុស្សអៀនច្រើនបើឪពុកម្ដាយប្រគល់ប្រាក់ឲ្យគាត់ចំគាត់ប្រកាសជាទើសទាល់ចិត្តមិនខានដូច្នេះហើយនាងបានប្រាប់ឲ្យឪពុកម្ដាយផ្ញើប្រាក់ទាំងអស់ចូលក្នុងគណនីរបស់នាងវិញដើម្បីឲ្យនាងជាអ្នកផ្ទេរឲ្យគាត់ដោយផ្ទាល់ឪពុករបស់នាងក៏ទះថ្ងាសយល់ស្របភ្លាមដោយសរសើរថាកូនស្រីពិតជាចេះគិតគូរម៉ត់ចត់មែនហើយគាត់ក៏បានផ្ញើលេខគណនីរបស់វិនជីទៅឲ្យភ្នាក់ងារលក់ផ្ទះភ្លាមតែម្ដងបន្ទាប់ពីរៀបចំកិច្ចការរួចវិនជីក៏បានកុហកឪពុកម្ដាយថាពិធីមង្គលការត្រូវពន្យាពេលមួយរយៈព្រមទាំងបានទិញកញ្ចប់ដំណើរកម្សាន្តហើយជូនពួកគាត់ឡើងជិះយន្តហោះទៅកាន់ទីក្រុងហៃឆឹងពេលនោះទើបវិនជីអាចដកដង្ហើមធំធូរទ្រូងបានខ្លះពីព្រោះឲ្យតែសាងហឺជីងរកពួកគាត់មិនឃើញនោះនាងអាចការពារឪពុកម្ដាយនិងកាត់បន្ថយបញ្ហាស្មុគស្មាញបានច្រើនកំពុងតែឈរគិតសារទូរស័ព្ទរបស់សាងហឺជីងក៏លោតឡើងដោយប្រាប់ថាយប់នេះនៅមាត់ទន្លេមានការបាញ់កាំជ្រួចហើយបានបបួលនាងឲ្យទៅមើលកាំជ្រួចជាមួយគ្នាសារនោះនៅតែជាពាក្យពេចន៍បែបផ្លូវការដដែលសូម្បីតែសញ្ញាវ៉ាន់យុទ្ធក៏ត្រូវបានគាត់រៀបចំយ៉ាងតឹងរឹងនិងម៉ត់ចត់បំផុតវិនជីក៏បានតបសារយល់ព្រមទៅវិញយ៉ាងខ្លីព្រោះនាងចង់ទៅសង្កេតមើលឲ្យច្បាស់ថាទំនាក់ទំនងរវាងគាត់និងសៀឈីងឈីងបានឈានដល់កម្រិតណាហើយនៅពេលយប់ខ្យល់នៅមាត់ទន្លេបក់ត្រជាក់ខ្លាំងវិនជីមើលពីចម្ងាយឃើញសៀឈីងឈីងយកទៅយោតែគុជដែលនាងទើបតែបៀមរួចបញ្ចុកចូលក្នុងមាត់របស់សាងហឺជីងយ៉ាងស្និទ្ធស្នាលសាងហឺជីងដែលតែងតែប្រកាន់ខ្លួនថាជាមនុស្សស្អាតស្អំមិនត្រឹមតែមិនប្រកែកនោះទេតែគាត់បែរជាបង្ហាញទឹកមុខញញឹមស្រស់ស្រាយហើយកាន់ទៅយោនោះជញ្ជក់ភ្លក់យ៉ាងផ្អែមល្ហែមទៅវិញម្រាមដៃរបស់អ្នកទាំងពីរកំពុងនៅគៀកកិតគ្នាដោយម្នាក់ពាក់ចិញ្ចៀនប្រាក់នៅម្រាមកូនដៃដែលជាប្រភេទចិញ្ចៀនគូស្នេហ៍ម៉ូដដូចគ្នាបេះបិទស្របពេលនោះកំជ្រួចនៅលើមេឃក៏បានផ្ទុះឡើងជះពន្លឺបំភ្លឺស្នាមញញឹមដ៏មានក្តីសុខនៅលើផ្ទៃមុខរបស់អ្នកទាំងពីរយ៉ាងច្បាស់លុះពេលសាងហឺជីងងើបមុខឡើងគាត់ក៏បានកលេចឃើញវិនជីកំពុងឈរមើលល្មមគាត់ក៏បានប្រាប់ថាគាត់បានទិញភេសជ្ជៈផ្ញើនាងសាងហឺជីងបានហុចកែវតែគុជមួយកែវទៀតមកឲ្យវិនជីដោយទឹកមុខនិងកាយវិការធម្មតាបំផុតប្រៀបដូចជាមនុស្សដែលទើបតែបៀមទៅយោតែមួយជាមួយស្រីផ្សេងមុននេះមិនមែនជារូបគាត់អញ្ចឹងកែវតែគុជនោះពោពេញដោយដុំទឹកកកហៀចេញមកក្រៅនិងភាយក្លិនផ្អែមខ្លាំងដែលជាប្រភេទបន្ថែមស្ករនិងទឹកកកច្រើនត្រូវនឹងចំណង់ចំណូលចិត្តរបស់សៀឈីងឈីងតែការពិតវិនជីមិនចូលចិត្តញ៉ាំផ្អែមទេហើយរឹតតែមិនអាចញ៉ាំរបស់ត្រជាក់បានឡើយវិនជីសម្លឹងចំកែវភ្នែករបស់សាងហឺជីងរួចបន្លឺឡើងមួយយ៉ាងច្បាស់ថានាងកំពុងតែស្ថិតក្នុងថ្ងៃមករដូវសាងហឺជីងស្រឡាំងកាំងមួយផ្លែតរួចចង់ចិញ្ចាំចូលគ្នាគាត់ក៏បានត្រឹមតែបន្លឺសម្លេងឆ្លើយតបយ៉ាងតតម្រេះសៀឈីងឈីងក៏បានចូលមកបន្ទោសសាងហឺជីងបែបផ្អែមល្ហែមថាមកពីគាត់ភ្លេចថ្ងៃមករដូវរបស់សង្សារខ្លួនឯងទើបគួរតែត្រូវគេស្ដីបន្ទោសសាងហឺជីងបែរជាញញឹមហើយសម្លឹងមើលសៀឈីងឈីងដោយក្រសែភ្នែកពោពេញដោយក្តីស្រឡាញ់និងភាពទន់ភ្លន់សៀឈីងឈីងក៏បានរៀបរាប់ទៀតថាកាលពីថ្ងៃដែលវិនជីដើរចេញពីហាងរកការសាងហឺជីងពិតជាបារម្ភពីនាងខ្លាំងណាស់ឃើញបែបនេះវិនជីដឹងច្បាស់ថាពួកគេទាំងពីរពិតជាសម្ដែងស៊ីចង្វាក់គ្នាយ៉ាងល្អឥតខ្ចោះសាងហឺជីងដោះសារថាសៀឈីងឈីងដឹងខុសរីឯសៀឈីងឈីងក៏ដោះសារថាសាងហឺជីងបារម្ភពីនាងលើកនេះវិនជីមិនបានតបតសម្ដីនាងដូចធម្មតាទេនាងបានត្រឹមតែសម្លឹងមើលមុខមិត្តក្បត់ចំដើម្បីរងចាំមើលថាតើនាងចង់បន្តសម្ដែងល្ខោនអ្វីទៀតការសម្លឹងយ៉ាងស្ងៀមស្ងាត់ធ្វើឲ្យសៀឈីងឈីងទៅទាល់ចិត្តរួចងាកទៅសម្លឹងមើលសាងហឺជីងទាំងស្ទាក់ស្ទើរសាងហឺជីងក៏បានក្អកឡើងពីរដងដើម្បីបន្លប់ភាពអាម៉ាស់រួចគាត់ក៏បាននិយាយថារឿងរ៉ុបអាពាហ៍ពិពាហ៍បើបានសងគេវិញហើយក៏ហីទៅចោះដោយប្រាប់ឲ្យវិនជីស្លៀកតែរ៉ូបពណ៌សធម្មតាដែលនាងធ្លាប់ពាក់កាលពីថ្ងៃមុនទៅបានហើយវិនជីក៏បានសួរបញ្ជាក់ត្រឡប់ទៅវិញថាតើគាត់មានគំនិតអ្វីទៀតសាងហឺជីងនិងសៀឈីងឈីងបានសម្លឹងមើលមុខគ្នាដោយកសែភ្នែកយល់ចិត្តសាងហឺជីងបានលើកឡើងថាពេលដើរលើកម្រាលព្រំក្រហមគាត់នឹងកាន់ដៃវិនជីហើយឲ្យវិនជីកាន់ដៃសៀឈីងឈីដោយឲ្យនាងនៅចំកណ្ដាលរវាងពួកគេទាំងពីរនាក់វិនជីបើកភ្នែកធំសម្លឹងមើលមុខគាត់ទាំងហួសចិត្តជាខ្លាំងស្ទើរតែមិនជឿថាត្រចៀករបស់ខ្លួនឯងបានស្ដាប់ឮសម្ដីដ៏គួរឲ្យអស់សំណើចបែបនេះឡើយពិធីមង្គលការដែលកូនក្រមុំមិនបានស្លៀករ៉ូបអាពាហ៍ពិពាហ៍ដៃម្ខាងកាន់ដៃកូនកំលោះដែលស្លៀកឈុតធំយ៉ាងសមសួនរីឯដៃម្ខាងទៀតកាន់ដៃអ្នកកំដរស្រីដែលស្លៀករ៉ូបប្រណិតតម្លៃរាប់ម៉ឺនយួនសាងហឺជីងនៅតែបន្តដោះសារថាវគ្គដែលឪពុកប្រកួតដៃកូនក្រមុំឲ្យកូនកំលោះគឺជារឿងសាមញ្ញបុរាណពេកហើយដូច្នេះឲ្យសៀឈីងឈីងដែលជាមិត្តសម្លាញ់បំផុតដាក់អមដំណើរនាងទើបជាពិធីដែលមានអត្ថន័យជ្រាលជ្រៅទោះបីជាវិនជីបានដាច់ចិត្តនឹងអស់សង្ឃឹមលើស្នេហាមួយនេះតាំងពីដំបូងក៏ដោយនាងនឹងដិតមិនអាចទប់ទល់នឹងអារម្មណ៍ឈឺចាប់និងភាពជូរចត់ដែលកំពុងហូរច្រាលក្នុងចិត្តបានឡើយវិនជីក៏បានសួររំលឹកសាងហឺជីងថាតើកាលពីពេលទៅស្ដីដណ្ដឹងនាងតើគាត់ធ្លាប់បានសន្យាអ្វីខ្លះជាមួយឪពុករបស់នាងសាងហឺជីងក៏បានឆ្លើយទាំងមានទំនុកចិត្តថាគាត់ចាំបានយ៉ាងច្បាស់គាត់បានរំលឹកពាក្យសន្យាថាគាត់នឹងផ្ដល់អ្វីៗគ្រប់យ៉ាងដែលល្អបំផុតជូនរូបនាងថែមទាំងដោះសារថាដោយសារតែពាក្យសន្យានេះហើយទើបគាត់ចង់ឲ្យមិត្តសម្លាញ់ដ៏សំខាន់របស់នាងបានមកឈរក្បែរនាងនៅក្នុងវេលាដ៏មានអត្ថន័យនៃពិធីមង្គលការវិនជីសម្លឹងមើលផ្ទៃមុខរបស់គាត់ទាំងក្តីអស់សង្ឃឹមស្រាប់តែនាងមានអារម្មណ៍ថាប្រុសម្នាក់នេះប្រៀបដូចជាមនុស្សចម្លែកដែលនាងមិនធ្លាប់ស្គាល់ទាល់តែសោះស្ងប់ស្ងាត់មួយសន្ទុះវិនជីក៏បានសង្កត់ចិត្តឈឺចាប់រួចបន្លឺឡើងមួយម៉ាត់យ៉ាងខ្លីថានាងយល់ព្រមតាមការរៀបចំរបស់គាត់សាងហឺជីងញញឹមរីករាយជាខ្លាំងដោយសរសើរថាគាត់ដឹងច្បាស់ថានាងប្រកាសជាយល់ស្របតាមគាត់មិនខានខ្យល់ត្រជាក់នៅមាត់ទន្លេបានបក់មកចំផ្ទៃមុខធ្វើឲ្យវិនជីភ្ញាក់ដឹងខ្លួនពីភាពល្ងងខ្លៅទាំងស្រុងនៅយប់នោះពេលត្រឡប់មកដល់ផ្ទះវិញជាមួយគ្នាវិនជីក៏បានលើកកេះក្រដាសដែលផ្ទុករបស់របររបស់គាត់ទាំងអស់ហុចទៅឲ្យសាងហឺជីងភ្លាមនាងបានលើកហេតុផលតាមទំនៀមទម្លាប់ស្រុកកំណើតថាមួយថ្ងៃមុនរៀបការកូនកំលោះនិងកូនកំមុំត្រូវគេងបែកបន្ទប់គ្នាហើយបានដេញឲ្យគាត់ទៅគេងនៅផ្ទះថ្មីជាមួយសៀឈីងឈីងរួចចាំស្អែកទៅជួបគ្នានៅសន្តាគារតែម្ដងសាងហឺជីងស្រឡាំងកាំងបន្តិចរួចដកដង្ហើមធំទាំងអស់សំណើច
គាត់ក៏បានរអ៊ូថាមិនដឹងធ្វើយ៉ាងណានឹងចរិតរឹងរូសរបស់នាងឡើយព្រមទាំងផ្ដាំផ្ញើឲ្យនាងឆាប់ចូលគេងហើយសន្យាថានឹងរងចាំនាងនៅសន្តាគារនៅថ្ងៃស្អែកពេលងាកក្រោយដើរចេញទៅគាត់ក៏បញ្ញាប់ដកទូរស័ព្ទដៃមកចុចផ្ញើសារយ៉ាងរហ័សមិនបាច់ទាយក៏ដឹងដែរថាជាសារផ្ញើទៅប្រាប់សៀឈីងឈីងលុះពេលបិទទ្វារផ្ទះរួចវិនជីក៏បានដកទូរស័ព្ទដៃតាក់ទងទៅកាន់ភ្នាក់ងារអចលនទ្រព្យភ្លាមៗថាផ្ទះដែលស្ថិតនៅក្រោមឈ្មោះរបស់នាងមួយខ្នងនេះគឺសម្រាប់ចិត្តដាក់លក់ក្នុងតម្លៃទាបបំផុតដើម្បីឲ្យឆាប់ដាច់បន្ទាប់មកវិនជីក៏បានអូសវ៉ាលីដើរចាក់ចេញពីផ្ទះដែលនាងធ្លាប់រស់នៅអស់រយៈពេល5ឆ្នាំយ៉ាងដាច់អហង្ការនៅវេលាម៉ោង10ព្រឹកថ្ងៃបន្ទាប់សាំងហឺជីងដែលស្លៀកឈុតធំកាត់ដេរយ៉ាងប្រណិតនិងសៀឈីងឈីងដែលក្រុងរ៉ូបអ្នកកំដរស្រីដ៏ស្រស់ឆើតឆាយបានមកដល់សន្តាគារទាន់ពេលវេលាកំណត់ក្រុមបុគ្គលិកសន្តាគារគ្រាន់តែឃើញវត្តមានរបស់ពួកគេភ្លាមក៏បានបាញ់កំជ្រួចក្រដាសអបអរសាទរយ៉ាងកងរំពងកំទេចក្រដាសពណ៌ចម្រុះជាច្រើនបានធ្លាក់ចុះមកយ៉ាងរាយប៉ាយពេញអាកាសសាំងហឺជីងក៏បានលើកដៃបាំងកំទេចក្រដាសឲ្យសៀឈីងឈីងដោយក្តីបារម្ភសៀឈីងឈីងក៏បានផ្អែកខ្លួនទៅក្នុងទ្រូងរបស់គាត់ទាំងអៀនព្រានព្រមទាំងបង្ហាញស្នាមញញឹមយ៉ាងមានក្តីសុខទ្វារធំនៃសាលពិធីមង្គលការត្រូវបានបុគ្គលិកច្រើនបើកចេញយ៉ាងយឺតពិធីករក៏បានប្រកាសឡើងថានៅក្នុងថ្ងៃដ៏វិសេសវិសាលដែលពោរពេញដោយសេចក្តីស្រឡាញ់នេះសូមឲ្យភ្ញៀវកិត្តិយសទាំងអស់គ្នាចូលរួមតាក់ដៃយ៉ាងកងរំពងបំផុតដើម្បីធ្វើការស្វាគមន៍កូនកំឡោះសង្ហាគឺលោកសាំងហឺជីងព្រមទាំងកូនក្រមុំដ៏ស្រស់ស្អាតឥតខ្ចោះរបស់គាត់គឺកញ្ញាសៀឈីងឈីងបដើគ្នាយ៉ាងផ្អែមល្ហែមឈានជើងចូលមករកពិធីមង្គលការដ៏ពិសិដ្ឋមួយនេះពេលនោះសំឡេងតាក់ដៃអបអរសាទរយ៉ាងកងរំពងបានបន្លឺឡើងពេញសាលពិធីទាំងមូលសាំងហឺជីងដែលកំពុងអោនមុខនិយាយផ្អែមល្ហែមជាមួយសៀឈីងឈីងលុះពេលបានឮការប្រកាសរបស់ពិធីករភ្លាមជំហានជើងរបស់គាត់ក៏ស្រាប់តែទប់ងក់កាំងស្ញាញមួយរំពេចគាត់ងើបក្បាលឡើងទាំងស្លន់ស្លោរីឯចិញ្ចើមរបស់គាត់ចងចូលគ្នាយ៉ាងតឹងតែងគាត់មានការងឿងឆ្ងល់និងខឹងសម្បាជាខ្លាំងថាតើពិធីករកំពុងតែនិយាយផ្ដេសផ្ដាស់អ្វីគាត់បានរអ៊ូស្ដីបន្ទោសក្នុងចិត្តតិចរួចបញ្ញាប់សម្លឹងកលេចមើលទៅកាន់វេទិកានៅចុងសាលពិធីភ្លាមព្រោះតាមការគ្រោងទុករបស់គាត់នៅពេលនេះវិនជីគួរតែស្លៀករ៉ូបពណ៌សធម្មតានោះហើយកំពុងឈររងចាំគាត់យ៉ាងកំសត់នៅចុងកម្រាលព្រំក្រហមគាត់មានបំណងធ្វើជាតួអង្គសង្គ្រោះដោយកាន់ដៃសៀឈីងឈីងដើរសម្ដៅមករកវិនជីដើម្បីបញ្ចប់ពិធីមង្គលការដ៏ល្អឥតខ្ចោះតាមការរៀបចំរបស់គាត់ប៉ុន្តែផ្ទុយទៅវិញនៅលើវេទិកាបែរជាទទេស្អាតគ្មានសូម្បីតែស្រមោលរបស់វិនជីទាល់តែសោះក្រសែភ្នែករបស់សាំងហឺជីងក៏បានងើបសម្លឹងឡើងលើដោយមិនដឹងខ្លួនហើយកលេចចំផ្ទាំងអេក្រង់ធំនៅចំកណ្ដាលវេទិកាពិធីមង្គលការនៅលើអេក្រង់នោះកំពុងតែចាក់បញ្ចាំងនៅផ្ទាំងរូបថតអាពាហ៍ពិពាហ៍យ៉ាងធំច្បាស់កលែតដែលនៅក្នុងរូបថតនោះកូនកំឡោះគឺជារូបគាត់ផ្ទាល់រីឯកូនក្រមុំដែលកំពុងអោបដើមទ្រូងរបស់គាត់ទាំងញញឹមស្រស់បំព្រងនោះគឺជាសៀឈីងឈីងទៅវិញទឹកមុខរបស់សាំងហឺជីងប្រែជាស្លេកស្លាំងមួយរំពេចប្រៀបដូចជាត្រូវគេយកដំបងមកសំពងក្បាលចំពីមុខធ្វើឲ្យគាត់ឈរកាំងស្ញាញនៅដើមកម្រាលព្រំក្រហមទាំងភ័យតក់ស្លុតគាត់មិនយល់សោះថាហេតុអ្វីបានជារឿងរ៉ាវបែរជាប្រែប្រួលទៅជាបែបនេះសាំងហឺជីងបានងាកក្បាលយ៉ាងលឿនទៅសម្លឹងមើលសៀឈីងឈីងដែលកំពុងឈរក្បែរខ្លួនសៀឈីងឈីងក៏មានការស្រឡាញ់កាំងជាខ្លាំងនាងសម្លឹងមើលរូបថតនៅលើអេក្រង់នោះដោយក្នុងកែវភ្នែករបស់នាងបង្ហាញនូវភាពស្លន់ស្លោនិងភ័យខ្លាចយ៉ាងច្បាស់នាងក៏បានប្រកែកទាំងភ័យស្លន់ស្លោថានាងមិនបានដឹងរឿងអ្វីទាំងអស់ពេលនោះភ្ញៀវកិត្តិយសទាំងអស់នៅក្នុងសាលពិធីក៏ចាប់ផ្ដើមដឹងថាសភាពការមានភាពមិនប្រក្រតីឪពុកម្ដាយរបស់សាំងហឺជីងដែលអង្គុយនៅតុធំបានស្ទុះក្រោកឈរឡើងមុនគេទាំងកំហឹងម្ដាយរបស់គាត់បានចង្អុលមុខសួរនាំសាំងហឺជីងទាំងខឹងសម្បាថាតើនេះជារឿងអ្វីឲ្យពិតប្រាកដព្រមទាំងសួរដេញដោលថាហេតុអ្វីបានជានៅលើផ្ទាំងរូបភាពបែរជាសរសេរឈ្មោះស្រីម្នាក់នោះទៅវិញបងប្អូនសាច់ញាតិនិងភ្ញៀវកិត្តិយសនៅជុំវិញក៏ចាប់ផ្ដើមខ្សឹបខ្សៀវនិយាយដើមគ្នាពេញរោងការម្នាក់ឆ្ងល់ថានេះជាអ្នកកំដរស្រីរបស់វិនជីសោះហេតុអ្វីបានជាស្រាប់តែខ្លាចជាកូនក្រមុំទៅវិញអ្នកខ្លះទៀតក៏បាននិយាយថាតាំងពីដំបូងឃើញនាងស្លៀកពាក់ឆើតឆាយម្លឹងស្មានតែនាងជាកូនក្រមុំពិតប្រាកដទៅហើយភ្ញៀវខ្លះថែមទាំងលើកទូរស័ព្ទមកថតនិងចំអកថាតើនេះជាពិធីមង្គលការបែបណាទើបកូនក្រមុំត្រូវបានបដូរមនុស្សបែបនេះរាល់ការសង្ស័យការចំអកនិងពាក្យរិះគន់ផ្សេងៗបានសម្រុកទៅលើសាំងហឺជីងឥតឈប់ឈរចំពោះមនុស្សដែលតែងតែឲ្យតម្លៃលើមុខមាត់កិត្តិយសនិងភាពថ្លៃថ្នូរដូចជារូបគាត់នៅពេលនេះទឹកមុខដែលធ្លាប់តែស្ងប់ស្ងាត់និងមើងម៉ាត់របស់គាត់ទីបំផុតត្រូវបាក់មុខនិងទ្រាំលែងបានទៀតហើយសាំងហឺជីងក៏បានកវាដៃរបស់សៀឈីងឈីងចេញពីខ្លួនមួយទំហឹងរួចបោះជំហានយ៉ាងលឿនសម្ដៅទៅរកពិធីករនៅក្បែរវេទិកាទាំងកំហឹងពុះកញ្ជ្រោលសាំងហឺជីងខឹងសម្បាជាខ្លាំងក៏បានស្រែកកំហកសួរពិធីករពីរឿងរូបភាពនិងទាមទារឲ្យហៅវិនជីចេញមកភ្លាមពិធីករមានការភ្ញាក់ផ្អើលនិងភ័យខ្លាចជាខ្លាំងដោយសារតែកំហឹងរបស់គាត់ហើយក៏យកតារាងកម្មវិធីចេញមកបង្ហាញទាំងអន់ចិត្តពិធីករបានបញ្ជាក់ថានេះគឺជាតារាងបញ្ជាក់ចុងក្រោយដែលខាងក្រុមហ៊ុនរៀបចំការបានផ្ញើមកការពីពាក់កណ្ដាលអាត្រៀតដោយនៅលើនោះមានសរសេរឈ្មោះយ៉ាងច្បាស់លាស់បំផុតសាំងហឺជីងបានឆក់យកតារាងនោះមកមើលហើយសម្លឹងមើលអក្សរនៅលើនោះទាំងតក់ស្លុតអក្សរខ្មែរលើกระดาษសគ្មានឈ្មោះរបស់វិនជីសូម្បីតែបន្តិចគឺសុទ្ធតែជាឈ្មោះរបស់សៀឈីងឈីងទាំងអស់ដើមទ្រូងរបស់គាត់ឡើងចុះយ៉ាងខ្លាំងរីឯក្នុងខួរក្បាលឮសូងងស្ទើរតែផ្ទុះកន្លងមកគាត់តែងតែគិតថានេះគ្រាន់តែជាការខឹងងរងក់ធម្មតារបស់វិនជីហើយការដែលនាងសងរោគការចោលគ្រាន់តែជាល្បិចទាមទារការចាប់អារម្មណ៍ពីគាត់ប៉ុណ្ណោះគាត់មានទំនុកចិត្តយ៉ាងមុតមមក្នុងចិត្តថាទោះជាយ៉ាងណាក៏នាងមិនហ៊ានបោះបង់ពិធីមង្គលការដែលខំត្រៀមទុកអស់រយៈពេលកន្លះឆ្នាំនេះឡើយប៉ុន្តែនៅពេលនេះទីបំផុតគាត់បានដឹងថាវិនជីមិនត្រឹមតែមិនមកចូលរួមមង្គលការនោះទេថែមទាំងបានបង្វែរពិធីមង្គលការមួយនេះឲ្យคล้ายជារឿងកំ pl ែងដ៏អាម៉ាស់បំផុតសម្រាប់រូបគាត់និងសៀឈីងឈីងដែលផ្ទាល់ដៃទៀតផងរបៀបដៃរបស់សាំងហឺជីងញ័រទៅត្រឹកគាត់បញ្ញាប់ដកទូរស័ព្ទដៃចេញមករួចព្យាយាមចុចទូរស័ព្ទទៅកាន់លេខរបស់វិនជីភ្លាមប៉ុន្តែមានតែសំឡេងប្រព័ន្ធស្វ័យប្រវត្តិយ៉ាងត្រជាក់ស្រេងបានបន្លឺឆ្លើយតបមកវិញថា
លេខទូរស័ព្ទដែលកំពុងហៅត្រូវបានបិទដំណើរការបាត់ទៅហើយគាត់បានព្យាយាមចុចហៅទៅជាង10ដងជាប់គ្នាប៉ុន្តែនៅតែបិទដដែលសំឡេងខ្សឹបខ្សៀវនៅក្នុងសាលពិធីជប់លៀងបានប្រែទៅជាការចង្អុលមុខនិន្ទាយ៉ាងចំហធ្វើឲ្យសៀឈីងឈីងត្រូវឈរតែម្នាក់ឯងនៅលើកម្រាលព្រំក្រហមដោយរងនៅកសែភ្នែកមើងងាយនឹងការតេះដៀលពីសំណាក់ភ្ញៀវជុំវិញខ្លួនកែវភ្នែករបស់សៀឈីងឈីងឡើងក្រហមងាងរួចស្រក់ទឹកភ្នែកចុះមកតក់នាងបានលើកជាយូរ៉ូបរត់ចុះពីលើវេទិកាមកចាប់ទាញដៃអាវរបស់សាងហឺជីងហើយយកមកវល់ឲ្យគាត់ជួយបញ្យល់ភ្ញៀវដោយប្រកែកថានាងមិនបានដណ្ដើមមង្គលការនេះឡើយប៉ុន្តែសាងហឺជីងបានកវាដៃរបស់សៀឈីងឈីងចេញយ៉ាងខ្លាំងព្រមទាំងស្រែកកំហកដាក់នាងដោយកំហឹងដែលមិនធ្លាប់មានពីមុនមកគាត់បានស្រែកថាភ័ស្តុតាងនៅចំពោះមុខទៅហើយតើឲ្យគាត់ទៅបញ្យល់ប្រាប់គេយ៉ាងដូចម្ដេចកើតសាងហឺជីងលែងខ្វល់ពីសៀឈីងឈីងដែលកំពុងយំទៀតហើយគាត់បានបកក្រោយរត់ចេញពីសន្តាគារភ្លាមរួចបើកឡានយ៉ាងលឿនសម្ដៅត្រឡប់ទៅកាន់ខុនដូដែលធ្លាប់រស់នៅជាមួយវិនជីគាត់គិតក្នុងចិត្តថាវិនជីច្បាស់ជានៅផ្ទះហើយនាងប្រហែលជាខឹងរឿងនៅមាត់ទន្លេកាលពីម្សិលមិញទើបមានចេតនាពួនសំងំនៅក្នុងផ្ទះមិនព្រមចេញមកចូលរួមមង្គលការបែបនេះគាត់គិតថាឲ្យតែគាត់ទៅដល់ហើយនិយាយពាក្យលួងលោមផ្អែមល្ហែមពី3ម៉ាត់វិនជីច្បាស់ជាព្រមលើកលែងទោសឲ្យគាត់ជាមិនខានប៉ុន្តែនៅពេលដែលរុញទ្វារខុនដូបើកឡើងសាងហឺជីងក៏ស្រឡាំងកាំងកាំងស្មារតីភ្លាមនៅក្នុងផ្ទះទាំងមូលគឺទទេស្អាតគ្មានសេះសល់ដែលមនុស្សរស់នៅសូម្បីតែបន្តិចទូដាក់ស្បែកជើងនៅក្បែរមាត់ទ្វារទទេស្អាតសម្លៀកបំពាក់ដែលធ្លាប់ហាលនៅលើយ៉ក៏បាត់អស់សូម្បីតែច្រាសដុសធ្មេញនិងកែវទឹករបស់វិនជីនៅលើកន្លែងលាងមុខក៏ត្រូវបានប្រមូលយកទៅស្អាតដែរស្របពេលនោះដែរទ្វារបន្ទប់គេងស្រាប់តែត្រូវបានរុញបើកហើយភ្នាក់ងារអចលនទ្រព្យម្នាក់បាននាំប្តីប្រពន្ធមួយគូដើរចេញមកយ៉ាងរាក់ទាក់ភ្នាក់ងារនោះកំពុងតែណែនាំថាផ្ទះនេះមានពន្លឺល្អបំផុតនៅក្នុងអគារហើយម្ចាស់ផ្ទះដាំប្រញាប់លក់ទើបតម្លៃអាចចរចាគ្នាបានយ៉ាងងាយស្រួលលុះភ្នាក់ងារនោះក៏លេចឃើញសាងហឺជីងឈរនៅមាត់ទ្វារក៏សួរនាំដោយគួរសមថាតើលោកក៏ជាភ្ញៀវដែលមកមើលផ្ទះដែរឬយ៉ាងណាសាងហឺជីងមានអារម្មណ៍វិលមុខដូចមេដីកលាប់ចាក់មួយរំពេចគាត់បានស្រែកសួរទាំងកំហឹងថាតើនរណាអនុញ្ញាតឲ្យពួកគេចូលមកក្នុងផ្ទះនេះភ្នាក់ងារបានបង្ហាញកិច្ចសន្យាដោយបញ្ជាក់ថាកញ្ញាវិនជាម្ចាស់ផ្ទះបានបកគោសោឲ្យនិងពឹងពាក់ឲ្យលក់ផ្ទះព្រមទាំងប្រាប់ថានាងបានរើចេញរួចរាល់ហើយទើបផ្ទះនេះអាចធ្វើការទិញដូរបានគ្រប់ពេលសាងហឺជីងត្រេតត្រោតដើរថយក្រោយមួយជំហានទាំងស្លន់ស្លោដោយមិននឹកស្មានសោះថានាងហ៊ានលក់ផ្ទះចោលបែបនេះគាត់សម្លឹងមើលកន្លែងដែលធ្លាប់រស់នៅជាមួយគ្នាអស់រយៈពេល5ឆ្នាំទាំងមិនគួរឲ្យជឿទើបដឹងថានេះមិនមែនជាការខឹងងរងក់ទេតែវិនជីពិតជាសម្រេចចិត្តចាក់ចេញពិតមែនដោយមិនទុកសំបីតែផ្លូវដកថយមួយឲ្យខ្លួនឯងឡើយសាងហឺជីងរត់ចុះក្រោមដោយមនុស្សឈួតហើយបើកឡានសម្ដៅទៅផ្ទះឪពុកម្ដាយរបស់វិនជីភ្លាមគាត់បានគោះទ្វារយ៉ាងខ្លាំងជាយូរប៉ុន្តែគ្មានការឆ្លើយតបសំបីតែបន្តិចអ៊ំស្រីអ្នកជិតខាងផ្ទះទល់មុខបានអាចក្បាលចេញមកហើយសម្លឹងមើលគាត់ទាំងទឹកមុខធុញទ្រាន់រួចប្រាប់កុំឲ្យគោះទៀតព្រោះប្តីប្រពន្ធគ្រួសារវិនបានយកវ៉ាលីទៅដើរលេងតាំងពីម្សិលមិញដោយឮថាកូនស្រីបានទិញដំណើរកំសាន្តឲ្យពួកគាត់ទៅកំសាន្តនៅទីក្រុងហៃឆឹងបាត់ទៅហើយសាងហឺជីងឈរនៅតាមផ្លូវដើរក្នុងអគារដ៏ស្ងាត់ជ្រងំដោយមានអារម្មណ៍ថាឈាមពេញទាំងខ្លួនរបស់គាត់បានចុះទៅជាក់ស្រែបអស់វិនជីមិនបាននិយាយពាក្យសំបែកគ្នាសំបីតែមួយម៉ាត់គឺនាងចាក់ចេញយ៉ាងស្ងៀមស្ងាត់បែបនេះដើម្បីលុបបំបាត់រាល់ស្លាកស្នាមរបស់គាត់ចេញពីជីវិតរបស់នាងឲ្យអស់ពីចិត្តនៅឯទីក្រុងហៃឆឹងពន្លឺថ្ងៃស្រកបំព្រងអមដោយខ្យល់សមុទ្របក់មករសៀកសមុទ្រវិនជីបានកំដរឪពុកម្ដាយដើរលេងនៅលើឆ្នេរខ្សាច់យ៉ាងមានក្តីសុខនៅពេលដែលបានចាក់ចេញឆ្ងាយពីទីក្រុងដែលធ្វើឲ្យថប់ដង្ហើមនោះសំបីតែដង្ហើមដកក៏មានអារម្មណ៍ថាស្រឡះនិងស្រួលចិត្តជាងមុនឆ្ងាយណាស់ឪពុករបស់នាងបានកាន់ថង់គ្រឿងសមុទ្រស្រស់ៗមកបង្ហាញកូនស្រីទាំងទឹកមុខរីករាយហើយសន្យាថាពេលត្រឡប់ទៅផ្ទះសំណាក់វិញគាត់នឹងធ្វើម្ហូបក្តាមឆាហេះដែលនាងចូលចិត្តឲ្យញ៉ាំវិនជីញឹមងក់ក្បាលរួចដើរតោងដៃម្ដាយយ៉ាងកក់ក្ដៅក្រោយពីញ៉ាំអាហារពេលល្ងាចរួចវិនជីបានចាក់ទឹកទៅជូនឪពុកម្ដាយឃើញទឹកមុខស្រស់ស្រាយនិងមានក្តីសុខរបស់ពួកគាត់នាងក៏ដកដង្ហើមធំមួយយ៉ាងវែងហើយសម្រេចចិត្តសារភាពប្រាប់ការពិតទាំងអស់នាងបានប្រាប់ឪពុកម្ដាយត្រង់ៗថានាងបានបែកគ្នាជាមួយសាងហឺជីងរួចរាល់ហើយម្ដាយរបស់នាងភ្ញាក់ផ្អើលជាខ្លាំងដោយសួរថាមង្គលការចិត្តមកដល់ហើយហេតុអ្វីស្រាប់តែបែកគ្នាទៅវិញវិនជីមិនបានលាក់បាំងរឿងអ្វីទៀតឡើយនាងបានរៀបរាប់ពីទង្វើប្រងើយកន្តើយនិងការធ្វើបាបផ្លូវចិត្តរបស់សាងហឺជីងក្នុងរយៈពេល5ឆ្នាំកន្លងមកទាំងរឿងរ៉ូបអ្នកកំដរស្រីតម្លៃ 12000 យួននិងរ៉ូបការរបស់នាងតម្លៃ 3800 យួនព្រមទាំងរឿងគម្រោងបោកប្រាស់យកប្រាក់សន្សំចូលនិវត្តន៍របស់ពួកគាត់ទៅបើកហាងផ្កាឲ្យស្រីផ្សេងដោយនាងបានរៀបរាប់ប្រាប់គ្រប់រឿងរ៉ាវយ៉ាងលម្អិតទាំងអស់ដោយសារខ្លាចពួកគាត់មិនជឿវិនជីថែមទាំងបានយកសៀវភៅកំណត់ហេតុដែលបានថតទុកនិងសារជជែកដែលបានទាញយកទុកមកបង្ហាញជាភស្តុតាងឲ្យពួកគាត់មើលទៀតផងឪពុករបស់នាងខឹងរហូតដល់ញ័រខ្លួនទៅត្រើកគាត់បានជេរប្រតិចសាងហឺជីងទាំងកំហឹងដោយស្មានតែជាមនុស្សសុភាពស្ងប់ស្ងាត់មិននឹកស្មានសោះថាជាមនុស្សរមិលគុណនិងមានពុតត្បុតអាក្រក់បែបនេះតតែសោះម្ដាយរបស់នាងបានស្ទុះមកអោបវិនជីទាំងទឹកភ្នែកនិងក្តីអាណិតកូនស្រីជាពន់ពេកព្រមទាំងស្ដីបន្ទោសថាមកពីកូនស្រីល្ងងមិនព្រមប្រាប់រឿងនេះឲ្យម្ដាយបានដឹងឲ្យលឿនធ្វើឲ្យនាងត្រូវទ្រាំរងការឈឺចាប់និងភាពអយុត្តិធម៌អស់រយៈពេល5ឆ្នាំកន្លងមកនេះវិនជីក៏បានលើកដៃទះខ្នងម្ដាយថ្នមៗដើម្បីលួងលោមហើយប្រាប់ថានាងលែងឈឺចាប់ទៀតហើយព្រោះនាងបានកាត់ចិត្តដាច់ស្រេចអស់ហើយស្របពេលនោះដែរសាងហឺជីងស្រាប់តែរុញទ្វារចូលមកឈរនៅមុខផ្ទះសំណាក់នៅលើខ្លួនរបស់គាត់នៅតែពាក់ឈុតធំសម្រាប់ថ្ងៃមង្គលការនៅឡើយគ្រាន់តែពេលនេះខោអាវបានជ្រួញញីញ័រចង្ការរបស់គាត់ដុះសុទ្ធតែពុកចង្ហើយកែវភ្នែកទាំងគូពោពេញដោយសរសៃឈាមក្រហមងាំងដែលបង្ហាញពីភាពនឿយហត់និងការស្លន់ស្លោជាខ្លាំងគាត់បានតាមរកឃើញផ្ទះសំណាក់នេះតាមរយៈអាសយដ្ឋានដឹកជញ្ជូនទំនិញតាមអនឡាញរបស់វិនជី
គាត់បានបន្លឺឡើងទាំងត្រេកអរថានៅទីបំផុតគាត់អាចតាមរកវិនជីឃើញហើយសាំងហឺជីងបានលូកដៃបំរុងនិងចាប់កាន់ដៃវិនជីប៉ុន្តែត្រូវបានឪពុករបស់នាងរុញច្រានចេញមួយឪពុករបស់នាងបានជេរប្រតិចគាត់យ៉ាងខឹងសម្បាប់ដោយរំលឹកថាកូនស្រីរបស់គាត់បានរស់នៅបម្រើសាំងហឺជីងអស់រយៈពេល5ឆ្នាំតើគាត់ចាត់ទុកកូនស្រីរបស់គាត់ជាអ្វីឲ្យពិតប្រាកដហេតុអ្វីបានជាយកទឹកចិត្តល្អរបស់កូនស្រីគាត់ទៅផ្គាប់ចិត្តស្រីផ្សេងបែបនេះតើគាត់នៅជាមនុស្សទៀតដែរឬទេតើគាត់មានបេះដូងនិងគុណធម៌ខ្លះដែរឬទេថែមទាំងមានបំណងអាក្រក់ចង់បោកយកប្រាក់សន្សំពេលចាស់ជរារបស់ពួកគាត់ទៅបើកហាងផ្កាឲ្យស្រីម្នាក់នោះទៀតផងមកដល់ពេលនេះទើបសាំងហឺជីងដឹងច្បាស់ថាផែនការដែលគាត់គិតថាល្អឥតខ្ចោះនោះត្រូវបានវិនជីមើលធ្លុះយូរណាស់មកហើយគាត់ក៏បានលុតជង្គង់ចុះផ្ទប់នឹងឥតភ្លាមសាំងហឺជីងបានស្រែកយំសារភាពកំហុសនិងអះអាងថាគាត់ពិតជាស្រឡាញ់វិនជីខ្លាំងណាស់គាត់បានអង្វរឪពុកម្ដាយរបស់នាងដោយប្រាប់ថាគាត់មិនដែលគិតចង់បែកគ្នាជាមួយនាងឡើយហើយគាត់គ្រាន់តែធ្លាប់មាននាងនៅក្បែរព្រមទាំងសុំឲ្យវិនជីផ្ដល់ការលើកលែងទោសឲ្យគាត់បានសន្យាថានឹងផ្ដាច់ការតាក់ទងទាំងអស់ជាមួយស៊ីឈីងឈីងភ្លាមចំណែកផ្ទះថ្មីសម្រាប់រៀបការគាត់មិនយកទេគឺសុកចិត្តដាក់ឈ្មោះវិនជីទាំងអស់ព្រមទាំងសុំរៀបការឡើងវិញដោយសន្យាថានាងចង់បានរកការតម្លៃថ្លៃប៉ុណ្ណាក៏គាត់ព្រមទិញឲ្យដែរមិនថាតម្លៃ 10,000 ឬ 20,000 យួនក៏គាត់ហ៊ានទិញឲ្យនាងដែរវិនជីបានបន្លឺឲ្យឈ្មោះសាំងហឺជីងដោយទឹកមុខស្ងប់ស្ងាត់និងត្រជាក់ស្រអាប់នាងបានសួរដេញដោលថាតើគាត់គិតថាឲ្យតែគាត់ព្រមបន្ទាបខ្លួននិងព្រមចំណាយលុយនាងប្រកាសជាដឹងគុណហើយព្រមត្រឡប់ទៅវិញជាមួយគាត់មែនឬយ៉ាងណាសាំងហឺជីងបញ្ញាប់ដោះសារទាំងភ័យស្លន់ស្លោថាគាត់មិនមានបំណងបែបនោះឡើយប៉ុន្តែវិនជីបានកាត់សម្ដីថាគាត់ពិតជាមានគំនិតបែបនោះមែននាងបានបញ្ជាក់ថាគាត់មិនមែនធ្លាប់មាននាងនៅក្បែរទេតែគាត់ធ្លាប់នឹងការលះបង់ចោះចាញ់របស់នាងនិងធ្លាប់នឹងការអត់ទ្រាំលេបទុកការឈឺចាប់របស់នាងប៉ុណ្ណោះគាត់គិតថាមិនថាគាត់លំអៀងទៅរកសៀឈីងឈីងឬធ្វើបាបចិត្តនាងយ៉ាងណាឲ្យតែក្រោយមកគាត់ផ្ដល់ទឹកមុខល្អបន្តិចបន្តួចនាងនឹងលេបទុកការឈឺចាប់ទាំងអស់ដោយស្ដាប់បង្គាប់គាត់ដដែលនាងក៏បានសួរបញ្ជាក់ថាតើនេះហើយឬដែលគាត់ហៅថាសេចក្តីស្រឡាញ់នោះតាមពិតទៅគាត់គ្រាន់តែត្រូវការអ្នកបម្រើឥតគិតថ្លៃម្នាក់និងជាខ្នងបង្អែកដ៏រឹងមាំម្នាក់ដើម្បីឲ្យគាត់មានឱកាសទៅបំពេញភាពផ្អែមល្ហែមរ៉ូមែនទិកជាមួយសៀឈីងឈីងប៉ុណ្ណោះសាំងហឺជីងបានស្រែកយំប្រកែកយ៉ាងខ្លាំងថាវាមិនមែនជាការពិតឡើយដោយអះអាងថាជីវិតរបស់គាត់ពិតជាមិនអាចខ្វះនាងបានទេព្រមទាំងលើកដៃសំពះអង្វរឲ្យវិនជីផ្ដល់ឱកាសឲ្យគាត់តែម្ដងគត់វិនជីបានតបទៅវិញយ៉ាងម៉ឺងម៉ាត់ថាឱកាសគឺនាងបានផ្ដល់ឲ្យគាត់រាប់មិនអស់មកហើយនៅពេលដែលនាងឈឺពោះមករដូវរមួលខ្លួនគាត់បែរជាកំពុងរើសនាឡិកាដៃឲ្យសៀឈីងឈីងនៅពេលដែលនាងសប្បាយចិត្តទៅសាកគប់អាពាហ៍ពិពាហ៍គាត់បែរជាកំពុងជួយសៀឈីងឈីងរៀបចំឈុតអ្នកកំដរស្រីដ៏ប្រណិតទៅវិញគ្រប់ឱកាសទាំងអស់ដែលនាងបានផ្ដល់ឲ្យសុទ្ធតែត្រូវបានគាត់យកទៅបញ្ជាក់ថាគាត់មិនដែលខ្វល់ពីនាងកម្រិតណានាងក៏បានដេញឲ្យគាត់ត្រឡប់ទៅវិញភ្លាមវិនជីបានបោះជំហានថយក្រោយមួយជំហានដោយប្រកាសថាការលាក់បង់5ឆ្នាំនេះនាងលែងត្រូវការហើយរូបគាត់ក៏នាងលែងត្រូវការនៅក្នុងជីវិតទៀតដែរនិយាយចប់ភ្លាមនាងក៏បានគ្រាឪពុកម្ដាយដើរបែរខ្នងចូលទៅក្នុងផ្ទះសំណាក់ហើយទ្វារឈើត្រូវបានបិទគប់យ៉ាងខ្លាំងនៅចំពោះមុខសាំងហឺជីងដោយបានកាត់ផ្ដាច់រាល់ការស្ដាយក្រោយនិងដំណក់ទឹកភ្នែករបស់គាត់ទាំងស្រុងសាំងហឺជីងមិនដឹងថាខ្លួនឯងបានធ្វើដំណើរត្រឡប់មកកាន់ទីក្រុងវិញដោយរបៀបណាទេគាត់មានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំងហើយបានរុញទ្វារផ្ទះថ្មីចូលទៅទាំងវង្វេងវង្វាន់នៅក្នុងផ្ទះមានសភាពរញ៉េរញ៉ៃពេញដីរីឯសៀឈីងឈីងកំពុងតែអង្គុយយំនៅលើសាឡុងដោយនៅជុំវិញខ្លួនរបស់នាងមានសុទ្ធតែកំទេចកែវដែលនាងបានបោកបែករាយប៉ាយគ្រាន់តែឃើញសាំងហឺជីងដើរចូលមកភ្លាមនាងក៏បញ្ញាប់ស្ទុះមករកគាត់រួចយំរៀបរាប់ទាំងត្រេកអរដែលឃើញគាត់ត្រឡប់មកវិញនាងបានត្អូញត្អែទាំងឈឺចាប់ថាប្រហែលថ្ងៃនេះនាងត្រូវរស់នៅទាំងវេទនាព្រោះឲ្យតែចេញទៅក្រៅតែងតែត្រូវគេចង្អុលមុខនន្ទានិងតេះដៀគ្រប់គ្នាសៀឈីងឈីងក៏បានលួងលោមសាំងហឺជីងថាក្នុងពេលដែលវិនជីបានចាក់ចេញទៅហើយដូច្នេះពួកគេគួរតែរៀបការជាមួយគ្នាទៅសៀឈីងឈីងបានព្យាយាមលួងលោមសាំងហឺជីងថាយ៉ាងណាក៏គាត់ស្រឡាញ់នាងដែរមិនអញ្ចឹងមែនទេហើយថែមទាំងបបួលគាត់ឲ្យរៀបការជាមួយនាងជំនួសវិនជីទៀតផងសាំងហឺជីងអោនសម្លឹងមើលនាងរួចក៏កន្ត្រាក់ដកដៃរបស់ខ្លួនចេញយ៉ាងលឿនរុញច្រានឲ្យសៀឈីងឈីងដួលខ្ទាតទៅអង្គុយលើសាឡុងព្រមទាំងស្រែកដេញនាងឲ្យចេញពីទីនេះភ្លាមដោយទឹកមុខត្រជាក់ស្រជុំនិងពោពេញដោយកំហឹងសៀឈីងឈីងស្រឡាំងកាំងជាខ្លាំងរួចសម្លឹងមើលគាត់ទាំងមិនជឿនឹងភ្នែកថែមទាំងសួរដេញដោលសាំងហឺជីងទាំងតក់ស្លុតសំឡេងរបស់សាំងហឺជីងស្រាប់តែស្រែកកំហកឡើងយ៉ាងខ្លាំងខណៈដែលកែវភ្នែករបស់គាត់ពោពេញទៅដោយភាពស្អប់ខ្ពើមគាត់បានស្រែកបញ្ជាឲ្យនាងរើចេញឲ្យផុតពីមុខរបស់គាត់ដោយបន្ទោសថាកុំតែដោយសារនាងកុំអីវិនជីមិនបោះបង់គាត់ចោលបែបនេះឡើយគាត់បានបន្ទោសថាមកពីសៀឈីងឈីងចេះតែធ្វើពុតជាគួរឲ្យស្រឡាញ់នៅចំពោះមុខគាត់ទើបធ្វើឲ្យគាត់វង្វេងវង្វាន់ខ្វះការពិចារណារហូតដល់ហ៊ានធ្វើរឿងអាក្រក់ក្បត់ចិត្តវិនជីបែបនេះសៀឈីងឈីងខឹងសម្បាជាខ្លាំងនឹងអាកប្បកិរិយាបដិសេធរបស់គាត់នាងក៏ស្រែកកំហកតបទៅវិញកុំឲ្យសាំងហឺជីងមកធ្វើពុតជាមនុស្សស្មោះស្នេហ៍នាងបានរំលឹកថាតើនាងធ្លាប់បង្ខំឲ្យគាត់ទិញតែគុជឲ្យនាងដែរឬទេហើយតើនាងធ្លាប់បង្ខំឲ្យគាត់ជ្រើសរើសរកអ្នកកំដរតម្លៃថ្លៃឲ្យនាងដែរឬយ៉ាងណាតាមពិតគឺសាំងហឺជីងខ្លួនឯងទេដែលជាមនុស្សពុតត្បុតនិងអាត្មានិយមពួកគាត់តែងតែមានមោទនភាពចំពោះការកោតសរសើររបស់នាងនិងរីករាយចំពោះអារម្មណ៍ថ្មីប្លែកដែលនាងផ្ដល់ឲ្យគាត់គ្រាន់តែចាត់ទុកវិនជីជាតំបន់សុវត្ថិភាពដែលអាចត្រឡប់ទៅរកបានគ្រប់ពេលប៉ុណ្ណោះម្ខាងចង់បានការមើលថែយ៉ាងកក់ក្ដៅពីវិនជីតែម្ខាងទៀតបែរជារិះគន់ថានាងគួរឲ្យធុញហើយរត់មករកភាពរំភើបជាមួយនាងលុះដល់ពេលដែលវិនជីលែងត្រូវការរូបគាត់ទៀតហើយទើបគាត់រត់មកទម្លាក់កំហុសទាំងអស់លើនាងបែបនេះទឹកមុខរបស់សាំងហឺជីងប្រែជាស្លេកស្លាំងមួយរំពេចគាត់សម្លឹងមើលសៀឈីងឈីងទាំងកាំងស្ញាញ់ចង់តបប្រកែកដែរតែនិយាយអ្វីមិនចេញសូម្បីតែមួយម៉ាត់ពីព្រោះអ្វីដែលសៀឈីងឈីងបានលើកឡើងគឺសុទ្ធតែជាការពិតទាំងអស់កន្លងមកគាត់តែងតែគិតថាខ្លួនឯងស្រឡាញ់វិនជីតែម្នាក់
ថែមទាំងតែងតែរកលេសដោះសារឲ្យខ្លួនឯងថាមកពីវិនជីស្រឡាញ់និងខ្វល់ខ្វាយពីសៀឈីងឈីងទើបគាត់ព្យាយាមបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយសៀឈីងឈីងប៉ុន្តែតាមការពិតនៅក្នុងជំរឿចិត្តគឺគាត់ពិតជារីករាយនឹងអារម្មណ៍ដែលមានស្រីពីរនាក់នៅក្បែរខ្លួនគាត់ក៏បានប្រាប់ឲ្យនាងប្រមូលរបស់របររួចរើចេញពីផ្ទះរបស់គាត់ឲ្យបានលឿនបំផុតសាងហឺជីងបានថ្មិចភ្នែកទាំងឈឺចាប់រីឯសម្លេងរបស់គាត់បង្កប់ទៅដោយភាពអស់សង្ឃឹមយ៉ាងខ្លាំងសៀឈីងឈីងក៏សើចចំអកមួយរំពេចព្រមទាំងចាក់ចេញទាំងកំហឹងនាងបានចង្អុលមុខសាងហឺជីងហើយជេរបតិចថាគាត់សមមុខតែរស់នៅឯកោហូតដល់ចាស់ស្លាប់ប៉ុណ្ណោះក្រោយពេលនាងចេញទៅបរិយាកាសក្នុងផ្ទះប្រែជាស្ងាត់ជ្រងំសាងហឺជីងបានទន់ជង្គង់ដួលអង្គុយលើឥដ្ឋយ៉ាងអស់សង្ឃឹមរួចយកដៃខ្ទប់មុខយំខ្សឹកសួរដោយក្តីស្ដាយក្រោយជាពន់ពេកពេលវេលាបានកន្លងផុតទៅយ៉ាងលឿនមួយប៉ព្រិចភ្នែកសោះរយៈពេល3ឆ្នាំបានកន្លងផុតទៅបាត់ទៅហើយសាងហឺជីងមិនដែលបើកចិត្តស្រឡាញ់អ្នកណាទៀតឡើយដោយគាត់នៅតែបន្តរស់នៅក្នុងផ្ទះថ្មីដ៏ស្ងាត់ជ្រងំនោះតែម្នាក់ឯងរាល់ការរៀបចំតុបតែងក្នុងផ្ទះមិនដែលត្រូវបានផ្លាស់ប្ដូរសូម្បីតែកេសក្តារដែលផ្ទុករបស់របរចាស់ៗរបស់គាត់ដែលវិនជីរៀបចំឲ្យក៏នៅតែរក្សាទុកនៅត្រង់ជ្រុងមាត់ទ្វារចូលដដែលឥតរុះរើរាល់ថ្ងៃគាត់ទៅធ្វើការនិងត្រឡប់មកវិញទៀងទាត់ម៉ោងដោយជីវិតប្រចាំថ្ងៃពោពេញដោយភាពឯកោនិងគួរឲ្យធុញទ្រាន់បំផុតជួនកាលពេលឃើញនារីស្លៀករ៉ូបស្តៀងវិនជីដើរតាមដងផ្លូវតែងតែរត់តាមមើលពីក្រោយយ៉ាងឆ្ងាយដោយមិនដឹងខ្លួនលុះដល់ពេលនារីម្នាក់នោះងាកក្រោយមកវិញហើយឃើញថាមិនមែនជាមនុស្សដែលខ្លួនកំពុងរងចាំទើបគាត់ត្រូវខកចិត្តម្ដងហើយម្ដងទៀតទាំងឈឺចាប់រួចបោះជំហានត្រឡប់ទៅផ្ទះដែលគ្មានវត្តមានរបស់វិនជីវិញចំណែកឯជីវិតរបស់សៀឈីងឈីងវិញក៏មិនបានប្រសើរអ្វីដែរក្រោយពីរឿងអាស្រូវក្នុងថ្ងៃមង្គលការបានបែកធ្លាយពេញរង្វង់មិត្តភ័ក្តិនាងបានបាត់បង់កេរ្តិ៍ឈ្មោះនិងត្រូវគេស្អប់ខ្ពើមទាំងស្រុងទោះបីជានាងព្យាយាមរត់ទៅរស់នៅទីក្រុងផ្សេងក៏ដោយក៏នាងនៅតែមិនអាចកែចរិតខិលខូចក្បត់ចិត្តគេបានដដែលដោយសារតែចរិតចូលចិត្តជ្រៀកជ្រែកចូលក្នុងគ្រួសារអ្នកដទៃនាងត្រូវបានប្រពន្ធដើមរបស់គេប្តឹងផ្កាប់មុខទៅកាន់តុលាការបណ្ដាលឲ្យបាត់បង់ទាំងប្រាក់កាសនិងខូចកិត្តិយសអស់ពីខ្លួនរហូតធ្លាក់ខ្លួនដល់ថ្នាក់គ្មានកន្លែងជ្រកកោនត្រឹមត្រូវឡើយរីឯវិនជីវិញបានជ្រើសរើសរស់នៅទីក្រុងហៃឈឹងយ៉ាងមានសេចក្តីក្នុងអំឡុងពេល3ឆ្នាំកន្លងមកនេះនាងបានយកប្រាក់ដែលបានមកពីការលក់ផ្ទះចាស់ដែលធ្វើការងារមនុស្សធម៌ផ្ដោតលើការការពារបរិស្ថានសមុទ្រជារៀងរាល់ថ្ងៃនាងតែងតែចេញទៅថតរូបនិងរៀបចំផែនការការងារធ្វើឲ្យជីវិតរស់នៅពោពេញដោយភាពមមាញឹកនិងមានតម្លៃបំផុតសុខភាពរបស់ឪពុកម្ដាយនាងក៏កាន់តែរឹងមាំល្អប្រសើរឡើងដោយពួកគាត់តែងតែទៅហាត់ក្បាច់គុនតៃជីនិងរាំកម្សាន្តនៅមាត់សមុទ្រជារៀងរាល់ព្រឹកវិនជីលែងត្រូវចំណាយពេលកម្ដៅម្ហូបម្ដងហើយម្ដងទៀតដើម្បីរង់ចាំមនុស្សម្នាក់ត្រឡប់មកផ្ទះហើយក៏លែងត្រូវបង្ខំចិត្តស្លៀកពាក់ខោអាវដែលនាងមិនចូលចិត្តដើម្បីផ្គាប់ចិត្តអ្នកណាទៀតដែរនៅក្នុងពេលល្ងាចចុងសប្តាហ៍ដ៏ស្រស់ស្រាយវិនជីបានអង្គុយនៅលើរានហាលនៃបន្ទប់ធ្វើការរបស់នាងសម្លឹងមើលទិដ្ឋភាពព្រះអាទិត្យកំពុងតែរៀបលេចចូលទៅក្នុងផ្ទៃសមុទ្រយ៉ាងស្រស់ស្អាតខ្យល់សមុទ្របក់ផាត់សរសៃសក់របស់នាងថ្នមស្របពេលនោះសំឡេងសារទូរស័ព្ទក៏បានរឡើងដែលជាសារផ្ញើមកពីបុគ្គលិកហាត់ការថ្មីនៅកន្លែងធ្វើការរបស់នាងបុគ្គលិកនោះបានប្រាប់ថាយប់នេះនឹងមានបាតុភូតផ្កាយធ្លាក់ហើយក្រុមការងារកំពុងរៀបចំកម្មវិធីអាំងសាច់និងបបួលនាងឲ្យទៅចូលរួមជាមួយគ្នាវិនជីសម្លឹងមើលសារនោះទាំងញញឹមបិទមាត់មិនចិត្តរួចនាងក៏បានតបសារយល់ព្រមថានឹងទៅដល់ទីនោះភ្លាមនាងបានក្រោកឈរឡើងរួចពុតខ្លួនយ៉ាងស្រស់ស្រាយព្រោះរឿងរ៉ាវឈឺចាប់ការពីអតីតកាលត្រូវបានខ្យល់សមុទ្របក់ផាត់បាត់អស់ទៅហើយដំណើរជីវិតដ៏វែងឆ្ងាយនៅខាងមុខនៅតែមានទេសភាពដ៏ស្រស់ត្រកាលជាច្រើនរងចាំឲ្យនាងទៅស្វែងយល់គ្មាននរណាម្នាក់ចាំបាច់ត្រូវតែទៅពឹងផ្អែកលើនរណាម្នាក់ឡើយព្រោះទោះបីជានាងរស់នៅតែម្នាក់ឯងក៏នាងអាចបោះជំហានទៅមុខបានយ៉ាងរឹងមាំនិងស្រស់បំព្រងបំផុតពេលវេលាបានកន្លងផុតទៅរហូតដល់រដូវក្តៅមួយឆ្នាំទៀតឈានចូលមកដល់ខ្យល់សមុទ្រនៃទីក្រុងហៃឈឹងបាននាំមកនូវក្លិនក្រអូបស្រាលនៃធម្មជាតិបក់កាត់រានហាលកញ្ចក់នៃបន្ទប់ធ្វើការរបស់វិនជាយ៉ាងត្រជាក់ចិត្តនាងទើបតែបញ្ចប់គម្រោងថតរូបប្រព័ន្ធអេកូឡូស៊ីតាមឆ្នេរសមុទ្រពេញមួយសប្តាហ៍ដោយម្រាមដៃរបស់នាងនៅតែមានអារម្មណ៍ត្រជាក់ពីតួកាមេរ៉ាថតរូបនៅឡើយស្រាប់តែទូរស័ព្ទរបស់នាងបានរំញ័រឡើងដោយសារតែសមាគមការពារបរិស្ថានសមុទ្រក្នុងតំបន់បានផ្ញើសារមកដើម្បីអញ្ជើញនាងឲ្យចូលរួមធ្វើបទបង្ហាញផ្សព្វផ្សាយនៅសប្តាហ៍ក្រោយស្របពេលនោះសំឡេងជំហានជើងយ៉ាងរហ័សក៏បានដើរចូលមកពីក្រោយខ្នងនាងសៀវសៀដែលជាបុគ្គលិកជំនួយការបានរាយការណ៍ថាឯកសារសម្រាប់ចុះទៅផ្សព្វផ្សាយនៅតាមសាលាបឋមសិក្សានិងអនុវិទ្យាល័យក្នុងក្រុងនៅសប្តាហ៍ក្រោយត្រូវបានរៀបចំរួចរាល់ហើយព្រមទាំងរូបថតនៃការស្ដារផ្កាថ្មដែលបានថតកាលពីសប្តាហ៍មុននាងបានសម្រិតសម្រាំងជ្រើសរើសយកចំនួន20សន្លឹកដើម្បីយកមកធ្វើជាផ្ទាំងពិព័រណ៍រួចសួរនាំវិនជីថាតើចង់ពិនិត្យមើលឯកសារទាំងនោះដែរឬទេវិនជីបានទទួលយកថតឯកសារនោះមកបើកមើលពី3ទំព័រដោយម្រាមដៃរបស់នាងបានអង្អែលលើរូបភាពបាតសមុទ្រដ៏ស្រស់ស្អាតម្ដងមួយនាងក៏បានពោលពាក្យអរគុណដល់ជំនួយការហើយប្រាប់ឲ្យទុកឯកសារនោះនៅលើតុដោយសន្យាថានឹងពិនិត្យមើលឲ្យបានល្អិតល្អន់នៅពេលល្ងាចសៀវសៀក៏បានដើរចូលទៅឈរក្បែរបង្កាន់ដៃរានហាលព្រមទាំងពោលសរសើរថារាល់ពេលបានឈរមើលទេសភាពសមុទ្រគឺពិតជាធូរស្បើយអារម្មណ៍ណាស់នាងបានលួចកោតសរសើរវិនជីថាបើកាលពី3ឆ្នាំមុននាងពិតជាមិននឹកស្មានដល់តតែសោះថាមានមនុស្សដែលអាចដាច់ចិត្តកាត់ផ្ដាច់ចំណងស្នេហារយៈពេល5ឆ្នាំបានយ៉ាងដាច់អហង្ការហើយបែរមករស់នៅម្នាក់ឯងយ៉ាងមានក្តីសុខនិងស្រស់ស្រាយបែបនេះឡើយវិនជីបានអង្អែលបង្កាន់ដៃកញ្ចក់ដ៏ត្រជាក់ថ្នមរួចកែវភ្នែករបស់នាងក៏បញ្ចេញនូវស្នាមញញឹមដ៏ស្រាលស្រទន់មួយព្រោះពេលវេលា3ឆ្នាំគឺពិតជាគ្រប់គ្រាន់ក្នុងការលាងជម្រះរាល់ការឈឺចាប់ក្នុងអតីតកាលរាល់រឿងរ៉ាវអាស្រូវដ៏អាម៉ាស់នៅក្នុងពិធីមង្គលការកាលពីគ្រានោះទាំងកែវភ្នែកក្រហមងាំងពោពេញដោយការភ្ញាក់ផ្អើលរបស់សាងហឺជីងនិងការស្រែកយំយ៉ាងទួញសោករបស់សៀឈីង
នៅពេលដែលនាងនឹកឃើញរឿងទាំងនោះឡើងវិញនៅពេលនេះគឺនៅក្នុងចិត្តរបស់នាងនៅសល់តែភាពស្ងប់សុខតែប៉ុណ្ណោះដោយលែងមានអារម្មណ៍ឈឺចាប់ឬខឹងសម្បារអ្វីតទៅទៀតឡើយស្រាប់តែទូរស័ព្ទផ្ទាល់ខ្លួននៅក្នុងហោប៉ៅរបស់នាងបានរលឡើងដោយបង្ហាញឈ្មោះលីនរ៉ានដែលជាមិត្តសម្លាញ់តាំងពីកុមារភាពនៅឯស្រុកកំណើតពេលទទួលទូរស័ព្ទភ្លាមសំឡេងយានយន្តធ្វើដំណើរដ៏អ៊ូអរក៏បានបន្លឺឡើងពីខ្សែម្ខាងទៀតលីនរ៉ានបានបន្លឺហៅឈ្មោះវិនជាយ៉ាងស្និទ្ធស្នាលរួចសួរនាំរំលឹកថាតើនាងនៅចាំការជួបជុំមិត្តភ័ក្តិរួមថ្នាក់វិទ្យាល័យនៅចុងសប្តាហ៍នេះដែរឬទេលីនរ៉ានបានប្រាប់ថាអ្នករៀបចំកម្មវិធីបានពឹងពាក់ឲ្យនាងជួយសួរនាំបញ្ជាក់ថាតើវិនជីអាចឆ្លៀតពេលវេលាធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញបានដែរឬទេពីព្រោះមិត្តភ័ក្តិជាច្រើនមិនបានជួបមុខនាងអស់រយៈពេល3ឆ្នាំមកហើយដោយសារតែដឹងថាវិនជីមិនចង់ជួបមុខសាំងហឺជីងនិងសៀឈីងឈីងទើបលីនរ៉ានបានស៊ើបសួរព័ត៌មានយ៉ាងច្បាស់លាស់ទុកជាមុនថាសៀឈីងឈីងបានរត់ចាកចេញពីទីក្រុងនេះតាំងពីឆ្នាំមុនមកម្ល៉េះចំណែកសាំងហឺជីងវិញឮថារយៈពេល3ឆ្នាំមកនេះតែងតែរស់នៅឯកោតែម្នាក់ឯងហើយក៏មិនដឹងច្បាស់ថាតើគាត់នឹងមកចូលរួមកម្មវិធីនោះឬក៏អត់ដែរលីនរ៉ានបានលួងលោមថាក្នុងករណីជួបគ្នាមែនក៏នៅមានមិត្តភ័ក្តិចាស់ៗជាច្រើននៅចាំការពារនាងដែរដូច្នេះគ្មាននរណាម្នាក់អាចធ្វើឲ្យវិនជីត្រូវពិបាកចិត្តឬអាម៉ាស់មុខបានវិនជីក៏បានឆ្លើយតបយល់ព្រមយ៉ាងរហ័សដោយប្រាប់ថានាងនឹងធ្វើដំណើរទៅដល់មុនកម្មវិធីមួយថ្ងៃជំនួយការសៀវសៀក៏បានសួរនាំទាំងភ្ញាក់ផ្អើលថាតើនាងចង់ត្រឡប់ទៅទីក្រុងចាស់វិញមែនទេវិនជីក៏បានឆ្លើយបញ្ជាក់ទៅវិញថានាងទៅចូលរួមការជួបជុំមិត្តចាស់ៗរួមថ្នាក់វិទ្យាល័យដោយក្រុងនឹងជិះរថភ្លើងល្បឿនលឿននៅព្រឹកព្រលឹមថ្ងៃស្អែកគិតទៅរយៈពេល3ឆ្នាំមកនេះវិនជីរស់នៅទីក្រុងហៃឈឹងយ៉ាងមានក្តីសុខនិងពេញលេញបំផុតប្រាក់ទាំងអស់ដែលបានមកពីការលក់ផ្ទះមង្គលការកាលពីគ្រានោះពាក់កណ្ដាលត្រូវបាននាងបកគោជូនឪពុកម្ដាយសម្រាប់ចាយវាពេលចាស់ជរាហើយពាក់កណ្ដាលទៀតត្រូវបាននាងយកមកបង្កើតបន្ទប់ធ្វើការមនុស្សធម៌ការពារសមុទ្រនៅថ្ងៃធម្មតានាងតែងតែចុះទៅតាមសាលារៀននៅតំបន់ឆ្នេរដើម្បីធ្វើការអប់រំនិងផ្សព្វផ្សាយចំណេះដឹងអំពីធម្មជាតិពេលទំនេរពីការងារនាងតែងតែកំដរឪពុកម្ដាយដើរទិញអីវ៉ាន់នៅផ្សារមាត់សមុទ្រនិងចូលរួមហាត់កីឡាតៃជីជាមួយពួកគាត់យ៉ាងសប្បាយរីករាយនៅក្នុងទូខោអាវរបស់នាងពេលនេះគឺលែងមានវត្តមានរ៉ូបវែងពណ៌ស្រាលៗដែលនាងធ្លាប់ជ្រើសរើសដើម្បីផ្គប់ចិត្តសាំងហឺជីងទៀតហើយរីឯក្នុងទូទឹកកកវិញក៏ពោពេញទៅដោយកាហ្វេទឹកកកនិងភេសជ្ជៈដែលនាងចូលចិត្តយ៉ាងសម្បូរបែបវិនជីលែងត្រូវបង្ខំចិត្តដុំចំណីអាហារដើម្បីតែផ្គប់ចិត្តនរណាម្នាក់តទៅទៀតឡើយលែងត្រូវទ្រាំកម្ដៅម្ហូបម្ដងហើយម្ដងទៀតនៅកណ្ដាលអធ្រាត្រដើម្បីរងចាំមនុស្សដែលមិនខ្វល់ពីនាងហើយរឹតតែមិនបាច់លាក់ការឈឺចាប់និងទុក្ខសោកនៅក្នុងចិត្តដើរប្រយ័ត្នប្រយែងគ្រប់ជំហានដើម្បីផ្គប់ចិត្តអ្នកដទៃដូចពីមុនទៀតឡើយចំណែកឯឪពុកម្ដាយរបស់នាងក៏បានកាត់ចិត្តពីរឿងរ៉ាវអាក្រក់កាលពីគ្រានោះយូរមកហើយដែរការដែលដឹងថាសាំងហឺជីងមានគំនិតចង់បោកយកប្រាក់ចូលនិវត្តន៍របស់ពួកគាត់ទាំងពីរនាក់ធ្លាប់ខឹងសម្បាររហូតគេងមិនលក់ពេញមួយយប់តែពេលនេះពេលរំលឹកឡើងវិញពួកគាត់គ្រាន់តែនិយាយស្រាលៗថាមនុស្សអាក្រក់បែបនោះគឺមិនមានតម្លៃឲ្យចងចាំឡើយហើយពួកគាត់ក៏មិនដែលលើកឈ្មោះសាំងហឺជីងមកនិយាយនៅចំពោះមុខវិនជីទៀតដែរនៅយប់នោះពេលអង្គុយញ៉ាំបាយជុំគ្រួសារយ៉ាងកក់ក្ដៅវិនជីក៏បានប្រាប់ឪពុកម្ដាយអំពីរឿងជួបជុំមិត្តចាស់ៗនៅស្រុកកំណើតឪពុកម្ដាយរបស់នាងបានលើកទឹកចិត្តឲ្យនាងទៅជួបមិត្តភ័ក្តិដើម្បីលំហែអារម្មណ៍ដោយមិនចាំបាច់មានអារម្មណ៍ខ្លាចរអាឬត្រូវគេចមុខពីនរណាទាំងអស់ព្រោះពេលនេះនាងរស់នៅដោយថ្លៃថ្នូរនិងមានសេចក្ដីសុខពេញលេញហើយគ្មានជនណាអាចមករំខានឬធ្វើបាបនាងបានដូចពីមុនទៀតឡើយឪពុករបស់នាងថែមទាំងផ្ដាំផ្ញើថាប្រសិនបើសាំងហឺជីងហ៊ានមករំខានគឺឲ្យនាងប្រញាប់ទូរស័ព្ទមកប្រាប់គាត់ភ្លាមៗនោះឪពុកម្ដាយនឹងជិះឡានទៅជួយដោះស្រាយឲ្យនាងដល់កន្លែងភ្លាមពាក្យសម្ដីទាំងនោះបានធ្វើឲ្យបេះដូងរបស់វិនជីពោពេញដោយភាពកក់ក្ដៅកាលពីមុននាងតែងតែខ្វាយខ្វល់ពីអារម្មណ៍របស់អ្នកដទៃខ្លាំងពេករហូតបណ្ដោយឲ្យខ្លួនឯងត្រូវរងការឈឺចាប់និងជួបរឿងអយុត្តិធម៌មកដល់ពេលនេះទើបនាងយល់ដឹងកាន់តែច្បាស់ថាទីពឹងដ៏រឹងមាំនិងពិតប្រាកដបំផុតក្នុងជីវិតរបស់នាងគឺមិនមែនជាចំណងស្នេហាដែលគ្មានតុល្យភាពនិងភាពស្មោះត្រង់នោះឡើយតែជាក្រុមគ្រួសារដ៏កក់ក្ដៅដែលស្រឡាញ់នឹងការពារនាងរហូតមកលុះរសៀលថ្ងៃបន្ទាប់រថភ្លើងល្បឿនលឿនក៏បាននាំវិនជីមកដល់ទីក្រុងចាស់ដ៏ស៊ាំធ្លាប់បរិយាកាសនៅទីនេះមិនមានខ្យល់សមុទ្របរិសុទ្ធដូចនៅទីក្រុងហៃឈឹងនោះទេតែវាពោពេញទៅដោយភាពអ៊ូអរនៃមនុស្សម្នាតាមដងផ្លូវយ៉ាងកុះករគ្រាន់តែជួបមុខភ្លាមមិត្តសម្លាញ់លីនរ៉ានក៏បានលាន់មាត់សរសើរថាវិនជីផ្លាស់ប្ដូរស្អាតប្លែកខ្លាំងណាស់ព្រមទាំងសរសើរថានាងមើលទៅស្រស់ស្រាយនិងមានភាពជឿជាក់ជាងមុនឆ្ងាយណាស់ដោយសារកាលពីមុនរាល់ពេលជួបគ្នាកៅភ្នែករបស់នាងតែងតែបង្ហាញនូវភាពហត់នឿយនិងក្រៀមក្រំពួកគេទាំងពីរក៏បានបណ្ដាលគ្នាដើរសម្ដៅទៅកាន់តំបន់ពាណិជ្ជកម្មក្នុងក្រុងស្របពេលដែលលីនរ៉ានចាប់ផ្ដើមរៀបរាប់ថារយៈពេល3ឆ្នាំមកនេះសាំងហឺជីងផ្លាស់ប្ដូរខ្លាំងក្រោយពីរឿងអាស្រូវក្នុងថ្ងៃមង្គលការបានល្បីសុសសាយពេញរង្វង់មិត្តវិទ្យាល័យមនុស្សគ្រប់គ្នាសុទ្ធតែដឹងរឿងរ៉ាវពិតនិងចរិតពិតរបស់សាំងហឺជីងទាំងអស់សៀឈីងឈីងក៏បានឆ្លោះប្រកែកបែកបាក់ជាមួយគាត់រួចរត់ទៅរស់នៅក្រៅតែម្នាក់ឯងថែមទាំងដើរប្រាប់គេឯងថាកាលនោះគឺសាំងហឺជីងជាអ្នកចាប់ផ្ដើមមករកនាងមុនប៉ុន្តែគ្មានមនុស្សណាម្នាក់ព្រមជឿសម្ដីរបស់នាងនោះឡើយចំណែកសាំងហឺជីងវិញរយៈពេល3ឆ្នាំមកនេះនៅតែបន្តរស់នៅក្នុងផ្ទះមង្គលការនោះតែម្នាក់ឯងដោយមិនដែលផ្លាស់ប្ដូរគ្រឿងសង្ហារឹមសំបីតែមួយដុំហើយក៏មិនដែលរៀបចំតុបតែងផ្ទះនោះឡើងវិញម្ដងណាឡើយទោះបីជាមានមិត្តភ័ក្តិចង់ជួយណែនាំមនុស្សស្រីឲ្យស្គាល់ក៏គាត់តែងតែបដិសេធទាំងអស់រាល់ពេលជួបជុំគ្នាផឹកស៊ីស្រវឹងបន្តិចបន្តួចគាត់តែងតែយំរៀបរាប់ថាកាលពីមុនខ្លួនឯងល្ងងខ្លៅនិងខុសឆ្គងប៉ុណ្ណាតែគួរឲ្យស្ដាយដែលនៅលើលោកនេះគ្មានថ្នាំសម្រាប់ព្យាបាលការស្ដាយក្រោយនោះឡើយលីនរ៉ានបានប្រាប់ថាកាលពីពេលថ្មីៗនេះនាងបានជួបគាត់ដោយចៃដន្យឃើញគាត់ស្គមរីងស្ងួតខ្លាំងណាស់ដែលមើលទៅដូចជាមនុស្សពីរនាក់ខុសគ្នាទាំងស្រុងពេលដើរកាត់ហាងរៀបអាពាហ៍ពិពាហ៍កាលពីគ្រានោះវិនជីបានឃើញនៅក្នុងទូកញ្ចក់នៅតែដាក់តាំងបង្ហាញនៅរ៉ូបអ្នកកំដរស្រីដ៏ប្រណិតដែលសៀឈីងឈីងធ្លាប់ពាក់កាលពីពេលនោះដដែលវិនជីគ្រាន់តែកលេចមើលបន្តិចដោយក្នុងចិត្តរបស់នាងលែងមានការរំជើបរំជួលអ្វីទៀតឡើយ
រាល់រឿងរ៉ាវលំអិតដែលធ្លាប់ចាក់ដោតបេះដូងនាងឲ្យឈឺចាប់កាលពីពេលនោះពេលនេះពេលកលេចមើលទៅវិញនាងមានអារម្មណ៍ថាវានៅសែនឆ្ងាយនឹងដូចជារឿងរបស់អ្នកដទៃទៅហើយកម្មវិធីជួបជុំមិត្តរួមថ្នាក់ត្រូវបានរៀបចំនៅក្នុងបន្ទប់ពិសេសនៃភោជនីយដ្ឋានចិនដ៏ល្បីមួយពេលវិនជីរុញទ្វារដើរចូលទៅឃើញមិត្តរួមថ្នាក់ចាស់ៗកំពុងអង្គុយជជែកគ្នាសើចសប្បាយយ៉ាងអ៊ូអរពេលឃើញវត្តមានរបស់នាងគ្រប់គ្នាក៏នាំគ្នាងើបឈរទទួលស្វាគមន៍វិនជីយ៉ាងកក់ក្ដៅគ្មាននរណាម្នាក់លើកយករឿងរ៉ាវអតីតកាលដ៏ឈឺចាប់នោះមកនិយាយឡើយដោយពួកគេបានជៀសវាងរាល់ប្រធានបទដែលនាំឲ្យទើសទាល់ចិត្តយ៉ាងយល់ការបំផុតប៉ុន្តែស្របពេលដែលទ្វារបន្ទប់ត្រូវបានរុញបើកម្ដងទៀតចលនាដៃរបស់វិនជីក៏ស្រាប់តែទប់ងក់មួយផ្លែតគឺសាំងហឺជីងកំពុងតែឈរនៅមាត់ទ្វារនោះគាត់ស្លៀកពាក់អាវសាមញ្ញពុកចង្កាដុសកន្ទ្រើងមិនបានកោរឲ្យស្អាតបាតរីឯកែវភ្នែកឡើងក្រហមងាំងហើយសម្លឹងកាត់ហ្វូងមនុស្សសម្ដៅមកចម្លើរូបនាងតែម្ដងបរិយាកាសក្នុងបន្ទប់ស្ងប់ស្ងាត់មួយរំពេចទើបមិត្តរួមថ្នាក់ម្នាក់ប្រញាប់និយាយសម្របសម្រួលនិងបង្វែរប្រធានបទដើម្បីបន្ធូរបន្ថយភាពតានតឹងសាំងហឺជីងស្ទាក់ស្ទើរមួយសន្ទុះរួចក៏បោះជំហានមួយដើរចូលមករកវិនជីធ្វើឲ្យសម្លេងជជែកសើចសប្បាយនៅជុំវិញចាប់ផ្ដើមស្រុតចុះបន្តិចម្ដងមិនបានជួបគ្នាអស់រយៈពេល3ឆ្នាំកន្លងផុតទៅភាពអំនួតនិងអំនួតពីកំណើតរបស់គាត់ត្រូវបានរលុបបាត់អស់គ្មានសល់ដោយនៅសល់តែភាពឯកោនិងក្រៀមក្រំដែលមិនអាចលុបលាងបានគាត់បានសុំការអនុញ្ញាតដើម្បីនិយាយជាមួយវិនជីតែ2នាក់ពី3ម៉ាត់សម្លេងរបស់គាត់ស្អុះស្ងួតដោយបង្កប់នៅភាពតច្រកដែលពិបាកនឹងលាក់បាំងឃើញដូច្នោះលីនរ៉ានក៏បានដើរចូលមកឈរក្បែរវិនជីដោយក្តីបារម្ភវិនជីក៏បានប្រាប់មិត្តភ័ក្តិថាមិនអីទេនាងគ្រាន់តែចុះទៅនិយាយគ្នាបន្តិចនៅផ្លូវដើរជាន់ក្រោមប៉ុណ្ណោះពេលដើរចេញពីបន្ទប់ជប់លៀងដ៏អ៊ូអរផ្លូវដើរខាងក្រៅមានសភាពស្ងាត់ជ្ងុំនៅក្រៅបង្អួចមានភ្លៀងធ្លាក់រលឹមស្រិចៗធ្វើឲ្យខ្យល់អាកាសកាន់តែត្រជាក់និងមានសំណើមសាំងហឺជីងបានរៀបរាប់ថាគាត់បានតាមស៊ើបសួរជាយូរទើបដឹងថានាងនឹងត្រឡប់មកវិញនៅថ្ងៃនេះគាត់ដឹងខ្លួនថាមិនគួរមករំខាននាងទេប៉ុន្តែក្នុងចិត្តរបស់គាត់លាក់ទុកពាក្យពេចន៍ច្រើនពេកបើមិនបាននិយាយប្រាប់នាងទេគាត់ខ្លាចថាមួយជីវិតនេះនឹងគ្មានឱកាសបាននិយាយទៀតឡើយវិនជីក៏បានប្រាប់ឲ្យគាត់ប្រញាប់និយាយមកព្រោះនាងមិនសូវមានពេលច្រើនឡើយបំពង់ករបស់សាំងហឺជីងកម្រើកឡើងចុះយ៉ាងខ្លាំងដោយក្តីអួលអាក់គាត់បានសារភាពថាក្នុងរយៈពេល3ឆ្នាំមកនេះគ្មានថ្ងៃណាដែលគាត់មិនស្ដាយក្រោយនោះទេនៅថ្ងៃមង្គលការពេលដែលគាត់ឈរនៅលើកម្រាលព្រំក្រហមហើយបានឃើញរូបថតរបស់គាត់នឹងសៀឈីងនៅលើអេក្រង់ព្រមទាំងលើភ្ញៀវទាំងអស់នាំគ្នាចង្អុលមុខរិះគន់និងចំអកពេលនោះទើបគាត់ភ្ញាក់ខ្លួនដឹងថាគាត់បានបាត់បង់មនុស្សស្រីដែលស្រឡាញ់និងអត់ឱនឲ្យគាត់បំផុតទៅហើយពីមុនគាត់តែងតែគិតថានាងជាមនុស្សចេះដឹងហេតុផលនិងគ្មានថ្ងៃចាក់ចេញពីគាត់ឡើយទើបគាត់បានជន់ឈ្លីនិងបំផ្លាញក្តីស្រឡាញ់របស់នាងតាមតែអំពើចិត្តគាត់ចងចាំគ្រប់ចំណង់ចំណូលចិត្តនិងថ្ងៃមករដូវរបស់សៀឈីងប៉ុន្តែបែរជាមើលរំលងការឈឺចាប់របស់វិនជីទៅវិញគាត់តាមចិត្តទិញរ៉ូបថ្លៃដែលសៀឈីងចូលចិត្តតែបែរជាធ្វើបង្ងើយកន្តើយចំពោះរ៉ូបអាពាហ៍ពិពាហ៍របស់នាងថែមទាំងមានគំនិតចង់បោកប្រាស់ឪពុកម្ដាយរបស់នាងឲ្យចេញប្រាក់បើកហាងឲ្យស្រីផ្សេងទៀតពេលនេះពេលគិតដល់ទង្វើដែលគាត់បានសាងឡើងគឺសុទ្ធតែជារឿងថោកទាបនិងអាក្រក់បំផុតក្រោយពេលសៀឈីងចាក់ចេញទៅផ្ទះដ៏ធំទូលាយនោះនៅសល់តែរូបគាត់ម្នាក់ឯងប៉ុណ្ណោះនៅក្នុងទូខោអាវសម្លៀកបំពាក់របស់នាងគឺទទេស្អាតតាំងពីយូរណាស់មកហើយនៅលើតុបាយក៏លែងមានអាហារពេលព្រឹកដែលនាងខំក្រោកធ្វើជូនគាត់ទៀតដែរហើយពេលត្រឡប់មកផ្ទះវិញនៅកណ្ដាលអធ្រាត្រសូម្បីតែពលឺចង្គៀងមួយបំភ្លឺរងចាំគាត់ក៏គ្មានឡើយគាត់បានបើកមើលសៀវភៅកំណត់ហេតុកាលពីពេលនោះឡើងវិញរាល់អក្សរដែលបានកត់ត្រាទុកសម្រាប់សៀឈីងប្រៀបដូចជាការទះកំភ្លៀងចំមុខរបស់គាត់អញ្ចឹងគាត់បានរៀបរាប់ទៀតថាគាត់ធ្លាប់លួចទៅទីក្រុងហៃឆឹងចំនួន2លើកដើម្បីស្វែងរកនាងប៉ុន្តែគាត់ដឹងខ្លួនឯងច្បាស់ថាគ្មានសិទ្ធិបង្ហាញមុខនៅចំពោះមុខនាងឡើយបានត្រឹមតែឈរសម្លឹងមើលរៀនហាបន្ទប់ធ្វើការរបស់នាងពីចម្ងាយនិងឃើញនាងដើរលេងជាមួយឪពុកម្ដាយទាំងស្នាមញញឹមដ៏ស្រស់បំព្រងគាត់នៅតែរក្សាផ្ទះមង្គលការនោះទុកដោយរបស់របរទាំងអស់មិនបានផ្លាស់ប្ដូរឡើយព្រោះតែងតែមានការសម័យថានឹងមានថ្ងៃណាមួយនាងត្រឡប់មកវិញប៉ុន្តែគាត់បានរងចាំអស់រយៈពេល3ឆ្នាំពេញអ្វីដែលទទួលបានមានត្រឹមតែការហៅទូរស័ព្ទមកសួរជួលផ្ទះពីភ្នាក់ងារអចលនទ្រព្យម្ដងហើយម្ដងទៀតប៉ុណ្ណោះសាងហឺជីងក៏បានបោះជំហានចូលទៅជិតនាងបន្តិចរួចអង្វរកសុំឲ្យវិនជីផ្ដល់ឱកាសឲ្យគាត់បានកែខ្លួនម្ដងទៀតគាត់បានសន្យាថានឹងកាត់ឈ្មោះផ្ទះមង្គលការនោះឲ្យនាងព្រមទាំងប្រគល់ប្រាក់សន្សំនិងភាគហ៊ុនទាំងអស់ដែលគាត់ខិតខំរកបានប្រមាណឆ្នាំនេះជូននាងទាំងអស់ប៉ុន្តែវិនជីបានបដិសេធភ្លាមថាមិនបាច់ឡើយនាងបានបញ្ជាក់ថាតាំងពី3ឆ្នាំមុននាងបានប្រគល់របស់របរទាំងអស់ដែលជារបស់គាត់ត្រឡប់ទៅវិញអស់ហើយរីឯផ្ទះមង្គលការនោះក៏ត្រូវបាននាងលក់ចោលតាំងពីយូរណាស់មកហើយដែរឥឡូវនេះនាងមានការងារផ្ទាល់ខ្លួនមានជីវិតរស់នៅយ៉ាងសុខសាន្តឪពុកម្ដាយមានសុខភាពល្អនិងមានជីវភាពគ្រប់គ្រាន់ពេញលេញដូច្នេះនាងមិនត្រូវការប៉ះប៉ូវអ្វីពីគាត់ទៀតឡើយសាំងហឺជីងក៏បានសួរទាំងឈឺចាប់ថាតើមនោសញ្ចេតនា5ឆ្នាំកន្លងមកនាងមិនស្ដាយស្រណោះបន្តិចសោះទេឬវិនជីបានតបទៅវិញយ៉ាងត្រជាក់ថានាងនឹកស្រណោះតែខ្លួនឯងកាលពីមុនដែលខំលះបង់អស់ពីចិត្តប៉ុណ្ណោះមិនមែនរូបគាត់ឡើយពីមុននាងតែងតែគិតថាមនុស្សពីរនាក់ស្រឡាញ់គ្នាគឺតើតែចេះយោគយល់និងអត់ឱនឲ្យគ្នាទើបអាចនៅជាមួយគ្នាបានយូរអង្វែងលុះក្រោយមកទើបនាងយល់ដឹងថាបើមានតែនាងម្ខាងជាអ្នកចោះញោមនិងលះបង់នោះមិនមែនជាក្តីស្រឡាញ់ពិតប្រាកដនោះឡើយគាត់សប្បាយចិត្តនឹងការស្ដាប់បង្គាប់របស់នាងប៉ុន្តែបែរជាមិនព្រមផ្ដល់តម្លៃស្មើគ្នាដល់នាងទៅវិញភាពអយុត្តិធម៌នេះបានកំណត់តាំងពីដំបូងមកហើយថាទំនាក់ទំនងនេះមិនអាចបន្តទៅមុខរួចឡើយកាលពីថ្ងៃមង្គលការនាងមិនបានបង្កភាពវឹកវរអ្វីទេគឺនាងគ្រាន់តែដកយកអ្វីដែលជារបស់នាងត្រឡប់មកវិញប៉ុណ្ណោះការមិនបំផ្លាញកិត្តិយសនិងជីវិតរបស់គាត់គឺជាការទុកមុខមាត់ដ៏ធំបំផុតរបស់នាងទៅហើយភាពឯកោអស់រយៈពេល3ឆ្នាំរបស់គាត់គឺជាលទ្ធផលនៃជំរឿក្បត់ចិត្តរបស់គាត់កាលពីគ្រានោះ
ដូច្នេះមិនគួរឲ្យនាងជាអ្នកទទួលខុសត្រូវឡើយខ្យល់សមុទ្រនៅទីក្រុងហៃឆឹងមានភាពទន់ភ្លន់គ្រប់គ្រាន់ក្នុងការបក់ផាត់រាល់ការឈឺចាប់និងភាពអយុត្តិធម៌ការពីអតីតកាលឲ្យរលាយបាត់អស់យូរមកហើយនៅក្នុងដំណើរជីវិតរបស់នាងពេលនេះគឺគ្មានកន្លែងទំនេរសម្រាប់រូបគាត់ឡើយហើយនាងក៏មិនត្រូវការឲ្យគាត់បង្ហាញខ្លួនក្នុងជីវិតនាងទៀតដែរសាងហឺជីងក៏បានទទួលស្គាល់ថាជាកំហុសដែលគាត់សាងឡើងដោយខ្លួនឯងតែវ៉ាន់ជីបានកាត់សម្ដីថាការដែលគាត់កាត់ចិត្តមិនបានជារឿងផ្ទាល់ខ្លួនរបស់គាត់មិនពាក់ព័ន្ធនឹងនាងឡើយនាងក៏ប្រាប់ឲ្យគាត់ឈរនៅទីនោះចុះហើយផ្ដាំថានៅថ្ងៃអនាគតមិនបាច់ព្យាយាមស្វែងរកនាងទៀតឡើយការរស់នៅរៀងៗខ្លួនដោយសេចក្តីសុខគឺជាការបញ្ចប់ដ៏ល្អបំផុតសម្រាប់ពួកគេទាំងពីរហើយនិយាយចប់ភ្លាមវ៉ាន់ជីក៏បានបែរខ្នងដើរត្រឡប់ទៅកាន់បន្ទប់ជួបជុំវិញដោយមិនបានងាកក្រោយសម្លឹងមើលគាត់សូម្បីតែមួយផ្លែតទោះបីជាមានសម្លេងយំខ្សឹកសួរយ៉ាងឈឺចាប់លាន់លឺមកពីក្រោយខ្នងក៏ដោយក៏ជំហានជើងរបស់នាងមិនបានបង្អង់តតែសោះក្តីស្រឡាញ់នឹងការស្អប់បានរសាត់បាត់ទៅតាមខ្យល់សមុទ្រអស់រយៈពេល3ឆ្នាំបាត់ទៅហើយអ្វីដែលនៅសល់ក្នុងចិត្តនាងពេលនេះមានត្រឹមតែការធូរស្រាលចិត្តទាំងស្រុងប៉ុណ្ណោះហើយនាងនឹងគ្មានថ្ងៃរំជើបរំជួលដោយសារតែមនុស្សក្បត់ម្នាក់នេះតទៅទៀតឡើយពេលដើរចេញមកក្រៅមិត្តភ័ក្តិបាននិយាយថាសភាពរបស់សាងហឺជីងមើលទៅគួរឲ្យអាណិតមែនប៉ុន្តែមិនត្រូវចិត្តទន់ឡើយព្រោះការពិគ្រានោះគាត់បានធ្វើឲ្យវ៉ាន់ជីឈឺចាប់ខ្លាំងពេកហើយវ៉ាន់ជីសម្លឹងមើលពន្លឺភ្លើងតាមដងផ្លូវរួចញញឹមស្រាលៗដោយបញ្ជាក់ថាមិនមានអ្វីគួរឲ្យអាណិតឡើយព្រោះផ្លូវដើរទាំងអស់គឺគាត់ជាអ្នកជ្រើសរើសដោយខ្លួនឯងនាងបានកាត់ចិត្តយូរណាស់មកហើយបើមិនដូច្នេះទេក៏នាងមិនមានភាពក្លាហានត្រឡប់មកចូលរួមការជួបជុំដោយបើកចំហបែបនេះដែរលុះព្រឹកព្រលឹមថ្ងៃបន្ទាប់វ៉ាន់ជីបានទិញសំបុត្ររថភ្លើងល្បឿនលឿនសម្រាប់ធ្វើដំណើរត្រឡប់ទៅវិញរួចរាល់ដោយនាងឆ្លៀតឱកាសដើរទៅមើលផ្លូវលំចាស់និងបណ្ណាគារដែលនាងធ្លាប់ទៅកាលពីកុមារភាពផ្លូវលំនោះបានផ្លាស់ប្ដូរច្រើនណាស់ដោយហាងចាស់ៗភាគច្រើនត្រូវបានជួសជុលកែលម្អថ្មីទាំងអស់ពេលដើរកាត់ហាងលក់ទំនិញងាយស្រួលកាលពីគ្រានោះវ៉ាន់ជីក៏បានទប់ជំហានដោយមិនដឹងខ្លួននឹកឃើញកាលពី3ឆ្នាំមុននៅពាក់កណ្ដាលអធ្រាក្នុងថ្ងៃមករដូវនាងត្រូវទ្រាំរងាពាក់អាវធំដើរមកទិញសម្លីអនាម័យនៅទីនេះតែម្នាក់ឯងទាំងឈឺចាប់កាលនោះសាងហឺជីងសុកចិត្តចងចាំរបស់របរគ្រប់យ៉ាងរបស់សៀឈីងឈីងយ៉ាងលម្អិតតែបែរជាមិនព្រមដើរផ្លូវត្រឹមតែ20នាទីខ្លីដើម្បីចុះមកទិញឲ្យនាងឡើយឈរសម្លឹងមើលមុខហាងពី3វិនាទីវ៉ាន់ជីក៏បានដកខ្សែភ្នែកចេញយ៉ាងស្ងប់ស្ងាត់រួចបន្តបោះជំហានទៅមុខត្រង់ដោយក្នុងចិត្តលែងមានអារម្មណ៍ឈឺចាប់ឬជូរចត់អ្វីទៀតឡើយនៅលើរថភ្លើងល្បឿនលឿនពេលធ្វើដំណើរត្រឡប់មកវិញលីណារ៉ានបានផ្ញើសារមកដើម្បីប្រាប់ដំណឹងសង្ខេបអំពីស្ថានភាពបច្ចុប្បន្ននៅស្រុកកំណើតមិត្តភ័ក្តិបានប្រាប់ថាក្រោយចប់ការជួបជុំកាលពីម្សិលមិញសាងហឺជីងបានឈរហាភ្លៀងនៅក្រោមអគារភោជនីយដ្ឋានម្នាក់ឯងយ៉ាងយូរក្រោយមកឮថាគាត់គ្រោងនឹងដាក់លក់ផ្ទះមង្គលការនោះចោលហើយចាក់ចេញពីទីក្រុងដើម្បីទៅរស់នៅកន្លែងថ្មីនិងចាប់ផ្ដើមជីវិតសារជាថ្មីចំណែកឯខាងសៀឈីងឈីងវិញក៏មានដំណឹងមិនល្អដែរដោយសារតែការចូលចិត្តបោកប្រាស់លុយកាក់អ្នកដទៃរហូតត្រូវគេប្តឹងផ្កាប់មុខបណ្ដាលឲ្យគេឈ្មោះត្រូវខូចខាតអស់ពីខ្លួនហើយដោយសារតែរស់នៅកន្លែងផ្សេងលែងកើតទើបនាងត្រឡប់មកទីក្រុងតូចនេះវិញតែមិនដែលហ៊ានទៅជួបសាងហឺជីងម្ដងណាទៀតឡើយវ៉ាន់ជីក៏បានតបសារទៅវិញយ៉ាងខ្លីថាសុំឲ្យម្នាក់ៗរស់នៅដោយសុខសប្បាយទៅគឺគ្រប់គ្រាន់ហើយដោយមិនមានការខ្វល់ខ្វាយឬវេតម្លៃអ្វីបន្ថែមទៀតឡើយលុះពេលរថភ្លើងល្បឿនលឿនចូលមកដល់ដែនដីទីក្រុងហៃឆឹងខ្យល់សមុទ្រដ៏បរិសុទ្ធបានបក់មកប៉ះផ្ទៃមុខជួយលួងលោមរាល់អារម្មណ៍ស្មុគស្មាញក្នុងចិត្តឲ្យត្រឡប់មករកភាពស្ងប់សុខទាំងស្រុងពេលដែលចេញពីស្ថានីយ៍វ៉ាន់ជីបានឃើញឪពុកម្ដាយលើកទង់តូចៗឈររងចាំទទួលនាងពីចម្ងាយហើយបានដើរយ៉ាងលឿនសម្ដៅមករកនាងម្ដាយរបស់នាងបានទទួលយកវ៉ាលីសពីដៃកូនស្រីយ៉ាងកក់ក្ដៅព្រមទាំងសួរនាំដោយក្តីបារម្ភថាតើការជួបជុំរលូនល្អទេនិងមិនមានជួបរឿងរំខានចិត្តអ្វីឡើយមែនទេវ៉ាន់ជីក៏បានឆ្លើយប្រាប់ម្ដាយទាំងស្នាមញញឹមថាគ្រប់យ៉ាងគឺល្អប្រសើរទាំងអស់ហើយចិត្តរបស់នាងក៏បានកាត់ផ្ដាច់ពីរឿងរ៉ាវអតីតកាលទាំងអស់ទាំងស្រុងហើយពេលត្រឡប់មកដល់បន្ទប់ធ្វើការវិញជំនួយការសៀវសៀបានរត់មករកនាងយ៉ាងរំភើបព្រមទាំងហុចវីដេអូបាតសមុទ្រដែលទើបតែថតបានថ្មីៗមកឲ្យវ៉ាន់ជីមើលសៀវសៀបានរាយការណ៍ថាចំនួនសិស្សដែលបានចុះឈ្មោះស្ដាប់ការផ្សព្វផ្សាយនៅសាលារៀននៅសប្តាហ៍ក្រោយគឺពេញណែនតែម្ដងថែមទាំងមានក្មេងៗជាច្រើនបានផ្ញើសារថាធំឡើងចង់ក្លាយជាអ្នកស្ម័គ្រចិត្តការពារសមុទ្រដូចជារូបនាងដែរវ៉ាន់ជីបើកមើលរូបថតទាំងនោះម្ដងមួយដោយក្នុងចិត្តពោពេញដោយភាពកក់ក្ដៅនិងក្តីសុខកាលពីមុននាងតែងតែប្រាថ្នាចង់បានការស្រឡាញ់និងយកចិត្តទុកដាក់ពីអ្នកដទៃដោយចង់ឲ្យគេទុកនាងជាអាទិភាពទី1និងផ្ញើសេចក្តីសុខលើអ្នកដទៃប៉ុន្តែពេលនេះទើបនាងយល់ច្បាស់ថាកម្លាំងចិត្តនិងភាពរឹងមាំពិតប្រាកដគឺមិនមែនបានមកពីការផ្ដល់ឲ្យរបស់អ្នកដទៃឡើយតែជាអាជីពការងារឯករាជ្យជីវិតរស់នៅដ៏សុខសាន្តក្រុមគ្រួសារដែលស្រឡាញ់នាងពិតប្រាកដនិងពិភពលោកដ៏ធំល្វឹងល្វើយដែលជារបស់នាងផ្ទាល់នៅពេលល្ងាចវ៉ាន់ជីបានដើរម្នាក់ឯងទៅកាន់ឆ្នេរខ្សាច់មាត់សមុទ្រទស្សនាទិដ្ឋភាពព្រះអាទិត្យកំពុងតែរៀបលិចចូលទៅក្នុងផ្ទៃទឹកដោយពន្លឺថ្ងៃពណ៌ទឹកក្រូចបានជះពាសពេញផ្ទៃសមុទ្រយ៉ាងស្រស់ត្រកាលនាងដោះស្បែកជើងដើរជាន់លើក្របខ្សាច់ដ៏ទន់ម៉ោតខណៈដែលខ្យល់សមុទ្របក់ផាត់ចុងសក់ជួយលាងជម្រះរាល់សម្អល់អាប់អួរកាលពីអតីតកាលឲ្យរលាយបាត់អស់គ្មានសល់ស្រាប់តែទូរស័ព្ទរបស់នាងលុតសារពីលេខចម្លែកមួយដែលមិនបាច់ទាយក៏ដឹងថាជាសាងហឺជីងដែរដោយខ្លឹមសារនោះបានសរសេរយ៉ាងខ្លីថាជូនពរឲ្យវ៉ាន់ជីមានសេចក្តីសុខគ្រប់ពេលវេលានិងសម្រេចគ្រប់បំណងប្រាថ្នានេះជាពាក្យសុំទោសដ៏យឺតយ៉ាវរបស់គាត់ហើយគាត់នឹងមិនមករំខានដល់ជីវិតរបស់នាងតទៅទៀតឡើយវ៉ាន់ជីអានសារនោះចប់នាងមិនបានតបវិញឡើយគឺចុចលុបសារនោះចោលភ្លាមរួចទុកទូរស័ព្ទចូលហោប៉ៅវិញព្រោះពាក្យសុំទោសដ៏យឺតយ៉ាវមិនអាចមកប៉ះប៉ូវរាល់ការឈឺចាប់ដែលនាងធ្លាប់ឆ្លងកាត់បានឡើយ
មនុស្សដែលខកខានហើយក៏មិនចាំបាច់ជួបគ្នាទៀតដែរហើយអតីតកាលដែលបានកន្លងផុតទៅក៏មិនបាច់រំលឹកឡើងវិញនោះឡើយពន្លឺព្រះអាទិត្យរៀបលេចបានរលាយបាត់បន្តិចម្ដងបន្តិចភាពងងឹតនៃរាត្រីបានចាប់ផ្ដើមគ្របដណ្ដប់លើផ្ទៃទឹកសមុទ្ររីឯពន្លឺភ្លើងពីបង្គោលភ្លើងហ្វានៅឯនាយសមុទ្របានភ្លឺឡើងយ៉ាងស្រទន់កាលពីមុនវិនជីធ្លាប់តែជាប់ឃុំនៅក្នុងបន្ទប់មង្គលការដ៏ចង្អៀតលួចកាត់ទុកយំខ្សឹកខ្សួលពេលឃើញក្តីស្រឡាញ់លំអៀងដែលគេផ្ដល់ឲ្យស្រីផ្សេងនឹងតែងតែសង្ឃឹមថានឹងមានមនុស្សចាត់ទុកនាងជាអត្ថិភាពទី1ប៉ុន្តែពេលនេះពេលឈរយ៉ាងរឹងមាំនៅមាត់សមុទ្រដ៏ធំល្វឹងល្វើយទើបនាងយល់ច្បាស់ថាមិនបាច់រត់តាមទាមទារក្តីស្រឡាញ់ពីនរណាម្នាក់ឡើយព្រោះខ្លួននាងផ្ទាល់គឺអាចបង្កើតពិភពលោកដ៏កក់ក្ដៅនិងមានក្តីសុខបំផុតសម្រាប់ខ្លួនឯងបាននាងលែងចាំបាច់រស់នៅទ្រាំអោបក្រសោបអនុស្សាវរីយ៍ចាស់មនុស្សក្បត់និងក្តីស្រមៃចាស់ៗទៀតហើយព្រោះរឿងរ៉ាវទាំងអស់ត្រូវបានបន្សល់ទុកក្នុងភាពអាម៉ាស់ពេញរោងការកាលពីគ្រានោះរួចរាល់ហើយទៅថ្ងៃមុខខ្យល់សមុទ្រនឹងបក់មកយ៉ាងស្រស់ស្រាយគ្រប់រដូវកាល